នារីម្នាក់ត្រូវបានម្ចាស់បំណុលមកទារប្រាក់ចំនួន50,000 យន់ហើយបំណុលនោះជារបស់ម្ដាយគាត់នាងត្រូវមកទទួលរងថ្មបាក់នាងថាវាគ្មានអ្វីទាក់ទងនឹងនាងទេម្ដាយរបស់នាងជាអ្នកជំពាក់ទេសំណាងល្អជីដូននាងបានទុកភោជនីយដ្ឋានមួយឲ្យនាងហើយបន្តោងត្បូងថ្មឆ្លងភពមួយឲ្យនាងផងដែរបន្តោងត្បូងថ្មរបស់ជីដូនស្ងាត់ល្អមេហាហាហាខ្ញុំបានឆ្លងភពហើយខ្ញុំបានឆ្លងភពហើយនាងបានជន់ដៃខ្ញុំហើយអ្នកនាងខ្ញុំជាទាហានប្រយុទ្ធ3ថ្ងៃគឺគ្មានអាហារបរិភោគទេលោកមិនបានហូបបាយ3ថ្ងៃហើយហឹមញ៉ាំវាអរព្រះជាម្ចាស់ឲ្យខ្ញុំបាននៅទីនេះពី3ឆ្នាំតែញ៉ាំអង្ករស្បែកនេះទេស៊ុបនិងអំបិលសុទ្ធមានអំបិលនៅក្នុងនោះក្មេងស្រីខ្ញុំមិនអាចញ៉ាំអាហាររបស់អ្នកដោយគ្មានអ្វីសោះខ្ញុំគ្មានប្រាក់ទេនេះមានសម្រិត3បើមិនពេញចិត្តទេទទួលយកបានសម្រិតខ្ញុំមិនដឹងថាមនុស្សស្រីអាចលក់បានប៉ុន្មានក្នុងសម័យទំនើបនេះខ្ញុំមានខ្សែដៃធ្វើពីទង់ដែងសម្រាប់អ្នកផងដែរវាបានកាត់ឡើងដូច្នេះម្ចាស់បំណុលនៅទីនោះបានមកដល់ធ្វើឲ្យគាត់ជាសំណាងនៅសម័យបុរាណហើយចាំបន្តិចតើលំនាំនេះមានលក្ខណៈស្រដៀងនឹងក្រវិលត្បូងពេជ្រយ៉ាងណាអូខ្ញុំមិនមែនទេហងក្រោកឡើងហើយបើកការទីនេះចុះមនុស្សវិញតើប្រជាជនទៅណាតើខ្ញុំធ្វើដំណើរត្រឡប់មកវិញដោយរបៀបណាខុសដូច្នេះការត្រឡប់ក្រវិលត្បូងពេជ្រជាផ្លូវឆ្លងសួស្តីខ្ញុំទើបតែទៅធ្វើម្ហូបនេះគឺសម្រាប់បុរសបុរាណ2នាក់ហងអ្នកគិតថាអ្នកមិនចាំបាច់សងបំណុលរបស់អ្នកទេប្រសិនបើអ្នកធ្វើចាំខ្ញុំឲ្យនៅទីនេះរងចាំខ្ញុំនឹងឲ្យលុយអ្នករយៈពេល1ម៉ោងអូអស្ចារ្យមិនអាចទៅរួចតើវិធីសាស្ត្រនៃលំនាំនេះមិនបានបាត់បង់ទេឬខ្ញុំនឹងមិនលក់វាទេប្រសិនបើតម្លៃទាបវាជាសម្បត្តិវប្បធម៌បុរាណឲ្យខ្ញុំ50,000ឬ60,000 6ទៅ600ចុះវាយតើលេខប៉ុន្មាន800,040វាមិនអាចមានទៀតទេកិច្ចព្រមព្រៀងខ្លាចជាអ្នកមានបោះកំហុសទាំងនេះចេញពីខ្ញុំបញ្ឈប់វាហាហាហាតើគាត់ឲ្យលុយអ្នកទាំងពីរប៉ុន្មានខ្ញុំបង់10 ដងអូអរគុណចៅហ្វាយខ្ញុំមិនខ្វល់ពីអ្នកទេយាយពិតជាទុកកូនឲ្យខ្ញុំមែនខ្ញុំត្រូវបន្តត្រឡប់ទៅសម័យបុរាណដើម្បីរកប្រាក់បន្ថែមទៀតមានតែពេលនោះទេដែលខ្ញុំអាចកម្ចាត់ម្ដាយរបស់ខ្ញុំទាំងស្រុងវាមានរយៈពេលយូរហើយចាប់តាំងពីវាបានបើកឡើងវិញនាងមិនដឹងថាខ្ញុំសោកសៅទេមកដេកក្នុងដៃប្អូនស្រីបងឈុតប្រយុទ្ធខូចខ្ញុំចូលចិត្តវាជាងតើស្ត្រីបុរាណម្នាក់នេះពូកែញ៉ាំមែនទេប្រសិនបើវាមិនមែនសម្រាប់មុខស្អាតរបស់អ្នកខ្ញុំនឹងមិនជួយសង្គ្រោះអ្នកទេអូហេខ្ញុំនៅរស់ហាតើអ្នកជានរណាហើយដើម្បីបានជាអ្នកជួយសង្គ្រោះខ្ញុំដោយគ្មានហេតុផលមិនអីទេខ្ញុំស្រមៃថាដាវធំនៅក្នុងដៃរបស់អ្នកគឺមានតម្លៃណាស់នៅក្លែងដំបងខ្ញុំបានសង្គ្រោះអ្នកអាចឃើញខ្ញុំបាត់ដាវគឺជារបស់មនុស្សវាគឺជាព្រលឹងរបស់បុរសដែលប្រយុទ្ធនៅសមរភូមិនោះអ្នកសន្យាជាមួយខ្ញុំដាវនេះមុតណាស់អ្នកអាចកាត់ក្បាលមនុស្សអាក្រក់ដាវនេះនៅតែភ្នំស្រីមុនវាប្រកាសជានឹងត្រូវបានប្រោះលុះនៅពេលអនាគតខ្ញុំនៅតែចង់ត្រឡប់ទៅវិញខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលឆ្ងាញ់
ទីហ៊ានស្ថិតក្នុងភាពវឹកវរតើអ្នកអាចញ៉ាំអ្វីបានក្នុងគ្រួសាររបស់ក្មេងស្រីរក្សាវាសម្រាប់ខ្លួនអ្នកដឹងថាអ្នកឃ្លានខ្ញុំមិនដឹងថាអ្នកឃ្លានខ្លាំងទេគុយទាវដែលអ្នកធ្វើគឺឆ្ងាញ់ណាស់តើនេះជាផ្នែកបែបណាគុយទាវដែលអ្នកធ្វើគឺឆ្ងាញ់ណាស់តើនេះជាផ្នែកបែបណាគុយទាវសាច់គោអាំង Master Kong ខ្ញុំមានការភ័ន្តច្រឡំទីបំផុតមន្ត្រីក្រមអាវុធរបស់ព្រះអង្គម្ចាស់បានរកឃើញអ្នកហើយនេះតើវាជាអ្វីវាក្រអូបណាស់គាត់ធ្វើគុយទាវសាច់គោមួយចានអានេះឲ្យខ្ញុំមួយចានផងដែរនេះគឺជាគុយទាវសាច់គោគ្រូសាឆេនបានចាប់ខ្លួនក្មេងទំនឹងដែលសម្លាប់ខ្លាំងខ្លាយសាច់គោនោះផលិតពីតៅហ៊ូស្ងួតអ្នកគិតថាគ្មានប្រពន្ធនៅក្នុងនំរបស់ប្រពន្ធទេសម្ដេចមានចំណុចមួយក្នុងអ្វីដែលគាត់បាននិយាយសូម្បីតែសម្បកឈើក៏ត្រូវបានគេកិនឲ្យស្អាតដល់ចំណាយដែរនោះជាសិទ្ធិប្រជាជនក្នុងទីក្រុងសេកូនស្លាប់នៅគ្រប់ទីកន្លែងតើអ្នកទទួលបានគ្រឿងផ្សំនៃណានិយាយថាអ្នកពិតជានរណាខ្ញុំជាអ្នកជំនួយពាណិជ្ជករមានបណ្ដាញផ្ទាល់ខ្លួនសម្រាប់ពាណិជ្ជករអ្នកសហការជាមួយខ្ញុំធានាថាអ្នកនឹងញ៉ាំឆ្ងាញ់ហើយផឹកហិតអ្នកផ្ដល់ឲ្យខ្ញុំនៅអាហារតើអ្នកធ្វើអាជីវកម្មនេះឬអត់អ្វីដែលអ្នកទើបតែបាននិយាយអំពីការសន្យាចំពោះគ្នាទៅវិញទៅមកប្រហែលជាយើងអាចពិភាក្សាម្ដងទៀតអ្នកគឺជាព្រះអង្គម្ចាស់បានទៅទីនេះខ្ញុំមិនជឿទេបរិសុទ្ធកំពុងប្រញាប់មានតែអារម្មណ៍ពិតនៃលុយប៉ុណ្ណោះដែលនៅតែមិនផ្លាស់ប្ដូរខ្ញុំពិតជាបានឃើញលុយនឹងក្លិនតុងដែងខ្ញុំចង់បានលុយតឹងលើសាច់ប្រាក់វាពិតជាលំបាកណាស់ក្នុងការស្ដាប់មានលុយទេបើឯងអត់មានលុយឯងនិយាយអីក្មេងស្រីយើងនៅក្នុងក្រុមហ៊ុនស្ទើរអស់រយៈពេលជាច្រើនខែរបបយោធានិងស្មៅត្រូវបានកាត់ចោលជាយូរមកហើយព្រះអង្គម្ចាស់របស់យើងបានដឹកនាំទាហានទៅ000អ្នកឲ្យរងសម្បត្តិដែលសង្គ្រាមក៏ត្រូវបានសម្លាប់ដែរមនុស្សមិនធ្វើវាសម្រាប់ខ្លួនឯងទេគឺឋានសួគ៌ដាក់ទុកផែនដីហេតុអ្វីបានជាអ្នកគិតថាអ្នកធ្វើបែបនេះទាហានទាំងនេះកើតនឹងស្លាប់ជាមួយខ្ញុំវាជាគ្រួសាររបស់ខ្ញុំយូរមកហើយគ្រួសារអ្នកយកគ្រឿងផ្សំទាំងនេះមកវិញជាមុនសិនស្អែកខ្ញុំនឹងជូនមីនិងបាយវាជាបាយមីនិងសាច់វាមិនឥតគិតថ្លៃទេគ្រឿងសិតសម្លៀកបំពាក់និងការថែទាំសុខភាពរបស់អ្នកគឺជារបស់ខ្ញុំទាំងអស់ប៉ុន្តែព្រះអង្គម្ចាស់របស់យើងបានត្រឡប់ទៅបន្ទីវិញទាំងអាក្រាតតើវាមិនអៀនខ្មាស់ទេឬជាដំបូងកាន់នេះត្រូវបានបញ្ចូលហាងមិនផ្ដល់អន្តៀនទេវាហាក់ដូចជាព្រះអង្គម្ចាស់ពិតជាមិនចូលចិត្តអ្នកទេអ្នកនេះបានខ្លាយជាវីរជនដៅរបស់ស្ដេចយ៉ាននឹងមិនមែនជាយាងឆេងគាត់ជាអ្នកករើអានក្រអឹកក្រទុំនឹងធัวមិនសមហេតុសំផលនេះគឺជាឯកសារប្រវត្តិសាស្ត្រនៃរាជវង្សមហាសីស្ដេចយ៉ានបានដឹកនាំទ័ព 8.000 នាក់ដើម្បីទប់ទល់នឹងសេះ 200,000 នាក់បានប្រឡាក់ភ្នំនិងទន្លេដោយឈាមនៅទីបំផុតកងទ័ពទាំងមូលទៅវិនាសព្រះបាទយ៉ានមានព្រះជន្ម21ព្រះវស្សាប៉ុណ្ណោះនៅពេលទ្រង់សោយទីវង្គតនៅសមរភូមិនោះគឺជាអាយុដែលអ្នកមិនទាន់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគាត់មានអាយុតែ21ឆ្នាំប៉ុណ្ណោះ20លានក្នុងនោះក៏មានសម្លៀកបំពាក់ប្រណាត់ទេសឯកតម្លៃ 50,000 យន្ត20លានគឺជាលុយច្រើនប៉ុន្តែប្រសិនបើខ្ញុំលក់អាវក្រោះរបស់គាត់តើគាត់នឹងស្លាប់លឿនជាងនេះទេ30លានតើមានអ្វីទៀតដែលត្រូវស្ទាក់ស្ទើរអំពី30លានអ្វីមិនយូរមិនឆាប់ខ្ញុំនឹងត្រូវរកប្រាក់ពីបុរាណសុបិនខ្ញុំបានឮអំពីវាអ្នករកលុយបានលក់វត្ថុបុរាណប្រញាប់យកវាទៅម្ដាយដើម្បីសង្គ្រោះបន្ទាន់បងស្រីខ្ជូតូហ៊ូគ្រូសាដឹងមនុស្សសុខចិត្តបង់ថ្លៃកូនក្រមុំ50លានដើម្បីរៀបការជាមួយអ្នកពួកគេគ្រាន់តែផ្ដល់ឲ្យឆောင်းឆៃកូនប្រុសលូតលាស់របស់ពួកគេ50លានអ្នកបានលក់ខ្ញុំដើម្បីសងបំណុលហើយមិនអាចលក់បាននេះគឺជាការបំពេញនោះហើយជាវានេះគឺជាអាពាហ៍ពិពាហ៍ដ៏ល្អអ្នកផ្សេងទៀតមិនអាចសុំបានទេបន្ទាប់មកអ្នកទៅអូនៅមានរឿងល្អដែលលាក់ទុកខ្ញុំនឹងនិយាយថាអ្នកអាត្មានិយមមានរបស់ល្អលាក់លេងខ្ញុំទៅនេះគួរតែជារបស់ខ្ញុំដៅនេះកំបិតមុតស្រួចណាស់ខូចវាក្បាលមនុស្សអាក្រក់អ្នកចុកណេកអ្នកហ៊ានចង្អុលមុខប្អូនស្រីនេះមិនមែនជាប្អូនស្រីរបស់ខ្ញុំទេចាប់ពីពេលនេះទៅអ្នកមិនមែនជាម្ដាយរបស់ខ្ញុំទៀតទេពងវែងអ្នករងចាំខ្ញុំគ្រាន់តែនាំមនុស្សជាច្រើនទីហ៊ានស្ថិតក្នុងភាពវឹកវរតើអ្នកអាចដឹកជញ្ជូនបានប៉ុន្មានយើង6នាក់គឺគ្រប់គ្រាន់ហើយវាគ្រាន់តែថាយើងទាំងអស់គ្នាជាបរិសុទ្ធដែលដើរដោយបន្ទុកធ្ងន់
មនុស្សម្នាក់កាន់អង្គ3ថងរត់3ជុំវិញជញ្ជាំងទីក្រុងនោះហើយជាអត្ថន័យតូចទាំងអស់អូខេពេញ5000ផងចូលនាំវារត់ជុំវិញកំពែងក្រុងតើអ្នកបានមកដល់ផ្ទះហើយឬនៅខ្ញុំមិនសុបិនទេ5000ផងហឹមយើងបានដោះដូរគ្រឿងសិត2គូក្នុងតម្លៃ5000ផងមិនមានទៀតទេអត់ទេខ្ញុំមិននិយាយទេវាគ្រាន់តែថាខ្ញុំមិនគិតថាការលក់អាវក្រោះផ្ទាល់ខ្លួនរបស់ខ្ញុំគឺសញ្ញាបើចង់លក់ត្រូវលក់ស្រូវអ្នកសម្រាប់ខ្មាំងស្រូវ2 3នាក់ទៀតហើយអ្នកមិនចាប់ពួកវាម្ដងមួយទេអាហារដែលខ្ញុំខំប្រឹងយកមកជូនអ្នកហើយតើអ្នកនឹងធ្វើអ្វីគ្រាប់ធៀងជាតិវ៉ាន់ឆេងមានតម្លៃថ្លៃណាស់ក្មេងស្រីមានចិត្តល្អសូមទទួលយកធ្នូនេះក្រោកឡើងឆាប់ក្រោកឡើងហេក្រោកឡើងអ្នកទាំងអស់គ្នាក្រោកឡើងនេះទាំងនេះត្រូវបានបញ្ចូលជាដំបូងនៅពេលអនាគតអ្នកនឹងផ្លាស់ប្ដូរគ្រឿងសឹករបស់ស្រូវនេះហៅថាការដោះដូរសម្មូលដោយមិនអរគុណគាត់បានបដិសេធមិនទទួលយកអន្ទានខ្ញុំគិតថាគាត់មានក្លិនស្ពាន់ដោយមិននឹកស្មានដល់គាត់មានចិត្តសុចរិតតើដៃរបស់អ្នកឈឺចាប់យ៉ាងដូចម្ដេចកាត់អ្នកតើអ្នកណាហ៊ានធ្វើបាបអ្នកមានគុណនឹងយកគាត់ទៅជាបំណែកឥឡូវនេះអូវាមិនអីទេនេះគឺជាការចាប់យកអាហារមានការគិតបន្តិចវាជារឿងធម្មតាមិនអីទេវាមិនអីទេនេះគឺសម្រាប់អ្នកបើអ្នកណាធ្វើបាបអ្នកទៀតនៅថ្ងៃអនាគតគេនឹងវាបកវិញអូខ្ញុំមិនហ៊ានសម្លាប់ទេវាមិនមែនសម្រាប់អ្នកដើម្បីសម្លាប់ទេវាជាការរក្សាខ្លួនឯងក្នុងគ្រាលំបាកទាំងនេះវាការពារខ្លួនអ្នកដឹងហើយតើវានឹងដំណើរការទេខ្ញុំនឹងបង្រៀនអ្នកស្ងប់ស្ងាត់ហើយកុំភ័យខ្លាចកុំស្ទាក់ស្ទើរក្នុងការឡើងអញហេមនុស្សអ្នកទាំងពីរចូលទៅបន្ទីហើយអំពាវនាវរកកម្លាំងបន្ថែមចូលធ្វើវាជាមុនសិនធ្វើវាឲ្យបានល្អជាងអីទេខ្ញុំនៅជាមួយអ្នកលទ្ធផលនៃការពិសោធន៍ទន្លេបានផ្លាស់ប្ដូរហើយគាត់បានរួចជីវិតនៅពេលសត្រូវវិលុកទីក្រុងការបះបោរបានផ្ទុះឡើងនៅក្នុងទីក្រុងស្ដេចយ៉ានបានយកព្រំនៅកណ្ដាលកុបកម្ម10 ឆ្នាំ 21តើនេះអាចទៅជាយ៉ាងណាពិតលោកម្ចាស់ចូលយើងទៅបន្ទីជាមួយលោកចុះតើនេះជាអ្វីមើលមួយផ្លេតអ្នកអាចប្រាប់បានថាវាជាថង់ដាវការពារប្រសិនបើគ្រាន់តែជាអាហារតើនោះជាអ្វីបន្ទាប់មកពណ៌លឿងត្រូវតែជាទឹកនំសេះអូតារាប់ណាវាជាប្រេងនិងទឹកហងអ្វីដែលមិនសមហេតុសមផលនេះគឺជាអាហារនិងប្រេងពេញ5000ផងគេថាខ្ញុំជាព្រះពោធិសត្វឧត្តមគោលរបស់អ្នកអាហារ5000ផងទាំងនេះវាគ្រប់គ្រាន់សម្រាប់ទីហ៊ាន2000អ្នកដើម្បីដាក់សម្រាប់ការពិចារណារយៈពេលវែងក្រោមបង្គាប់ទុកផ្នែកដាច់ដោយឡែកសម្រាប់អ្នកគ្មានផ្លូវទេមិនមានការព្យាបាលពិសេសនៅក្នុងយោធាទេក្នុងនាមជាឧត្តមសេនីយ៍យើងគួរតែចែករំលែកភាពសប្បាយរីករាយនិងទុកសោកដល់ទីហ៊ានខ្ញុំបានប្រកាសថាខ្ញុំនឹងលាងឆ្នាំងនិងធ្វើម្ហូបស្ដេចយ៉ានច្បាស់ជាស្រឡាញ់ខ្លាំងណាស់ដោយទីហ៊ានក្នុងបន្ទាយហេតុអ្វីបានជាគាត់ស្លាប់ក្នុងកុបកម្មហេអ្វីតើអ្នកបន្ថែមដេកទៅបបដោយរបៀបណាតើអ្នកចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់សម្ដេចទេវាអាចនាំឲ្យមានកុបកម្មខ្ញុំមិនហ៊ានធ្វើទេនេះជាបញ្ជារបស់សម្ដេចផ្ទាល់អ្វីដែលគាត់មិនបានកុហកគ្រាប់ធៀងជាតិ5000ផងទាំងនេះសម្រាប់2000អ្នកទោះបីវេលាជាមួយដីក៏ដោយវាអាចមានរយៈពេលត្រឹមតែ3ថ្ងៃប៉ុណ្ណោះដូច្នេះចាក់ទឹកខ្លះទៀតកញ្ញាលីមេងតាមពិតវានៅមានរឿងមួយចំនួនដែលតម្រូវឲ្យអ្នកធ្វើហេអ្នកសុំឲ្យនរណាម្នាក់ធ្វើអ្វីមួយទោះយ៉ាងណាក៏ដោយខ្ញុំកំពុងសម្លឹងមើលមនុស្ស
ក្មេងស្រីមានបញ្ហានៅក្នុងជួរយោធាយ៉ាងហោចណាស់800 000ឆ្នាំដើម្បីរស់ក្នុងរដូវរងានេះច្រើនណាស់អ្នកគិតថាខ្ញុំជាដូរ៉េម៉ុនខ្ញុំដឹងថាក្មេងស្រីមានបញ្ហាគ្រាន់តែអញ្ជើញសម្រាប់ប្រយោជន៍ដល់ទីធាន20.000ជីវិតរបស់មនុស្ស100,000ស្ថិតក្នុងហានិភ័យខ្ញុំសូមអង្វរក្មេងស្រីឲ្យអាណិតជាហៅកុំនិយាយថាសញ្ញាខ្លួនឯងទោះបីខ្ញុំធ្វើជាទីសកល3ជីវិតក៏ដោយខ្ញុំសុខចិត្តអ្នកក្រមបង្គាប់ក៏ត្រូវសញ្ញាខ្លួនឯងដែរយើងមានមតិណាទីហ៊ាននៅរៀនមានជីវិតពីសង្គ្រាមមិនគិតពីដៃនិងជើងយើងទាំងអស់គ្នាមានឆន្ទៈក្នុងការផ្ដល់ឲ្យរាងកាយរបស់យើងល្អទេកុំទទួលយកអំណាចនឹងការធ្វើពាណិជ្ជកម្មពណ៌ខ្ញុំគ្រាន់តែចង់បានលុយតោះធ្វើវាអនុញ្ញាតឲ្យពួកគេប្រគល់វត្ថុរបស់ពួកគេខ្សែ Jade កាបូប Hairpins អសលមានទាំងអស់បន្ទាប់មកអ្នកត្រូវការពី3ថ្ងៃសូមអរគុណមនុស្សគ្រប់រូបគោរពតាមមនុស្សគ្រប់គ្នាគោរពតាមលះបង់របស់មានតម្លៃទាំងអស់មកលើអ្នករួមបញ្ចូលទាំងខ្សែក្រវ៉ាត់ត្បូងពេជ្រនិងកាបូបដាក់សក់ពីត្បូងនៅលើខ្លួនរបស់អ្នកចេញសូមប្រគល់វាទៅឲ្យក្មេងស្រីឡៃមេងឲ្យនាងដូរអាហារឲ្យអ្នកខ្លាចជាអ្នកមានពីចប់ហើយកញ្ញាលីយកព្រមដរាបណាអ្នកប្រគល់ជើងដៃទាំងអស់អ្នកអាចទិញគ្រាប់ធានជាតិចំនួន800ឆ្នាំតើយើងអាចដូរវត្ថុនេះជាមាន800ដោយរបៀបណាតើគាត់បានកុហកយើងទេកុហកខ្ញុំផ្ទាំងថ្មរបស់ខ្ញុំគឺជាសារីរិកធាតុតែមួយគត់ដែលម្ដាយខ្ញុំទុកខ្ញុំនឹងយកនៅទាំងពេលខ្ញុំស្លាប់ខ្សែដៃរបស់ខ្ញុំជីដូនរបស់ខ្ញុំទុកឲ្យខ្ញុំរៀបការជាមួយកូនប្រសាប្រសិនបើគ្មានអាហារតើអ្នកអាចរស់បានដោយរបៀបណាតើអ្នករស់នៅដោយរបៀបណាជាមួយកូនប្រសានិយាយថាយើងមិនអាចឈ្នះសមរភូមិបានទេអ្នកគ្មានកន្លែងកប់អ្នកពេលអ្នកស្លាប់ទេកញ្ញាលីមេងពេលនេះជាក្តីសង្ឃឹមចុងក្រោយរបស់យើងឥឡូវនេះសង្គ្រាមមានភាពពិត100ម៉ៃគឺដាច់ស្រយាលនាងគឺជាស្ត្រីមិនថាអ្នកមើលវាយ៉ាងណាទេវាជាការកុហកអ្នកមិនជឿទេអូអ្នកមិនចាំបាច់ធ្វើវាទេសម្រាប់ពួកគេទាំងអស់អ្វីជាងឆេនរបស់ខ្ញុំនៅទីនេះដើម្បីជំនួសក្បាលខ្ញុំស្បោះចំពោះទាហាន3ថ្ងៃក្រោយមកខ្ញុំមិនអាចឃើញគ្រាប់ធានជាតិនឹងស្មើចំនួន800ជាមួយនឹងការស្លាប់របស់ខ្ញុំព្រះអង្គម្ចាស់យកឆេនដែលជាអ្នកក្រមបង្គាប់ព្រះអង្គម្ចាស់យកឆេនព្រះអង្គម្ចាស់យកឆេនព្រះអង្គម្ចាស់យកឆេនបើបងស្រីខ្ញុំមិនអាចទិញវិញ្ញាណបានមិនអីទេចាំប្រកួតបន្ទះថ្មឲ្យខ្ញុំវិញនេះជាអ្វីដែលម្ដាយខ្ញុំទុកខ្ញុំចោលទៅកុំខ្មាស់ស្រីឯងដើរទៅអូហេទីហ៊ានក៏ជាកូនរបស់គ្រួសារក្រីក្រដែរពិតជាមានមិនច្រើនទេដែលខ្ញុំអាចផ្ដល់ឲ្យអ្នកបានទាំងនេះគឺគ្រប់គ្រាន់ហើយខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទេក្មេងស្រីទោះបីជាអ្នកមិនអាចប្រើបីសាញ់ឆ្មាំនៃគ្រាប់ធានជាតិនឹងស្មាក៏ចង់ត្រឡប់មកវិញដោយសុវត្ថិភាពដែរអូវាគ្រាន់តែជាកូនស្រីតូចរបស់នាងប៉ុណ្ណោះហើយកន្លែងខូចនេះតើអ្វីដែលល្អអាចមានប្រសិនបើវាមិនមែនសម្រាប់មុខរបស់ខ្ញុំនឹងមិនមកទេហេមើលសូមអញ្ជើញមកសូមប្រឡេកមើលជាមុនសិនកុំនិយាយលឿនពេកសូមបិណ្ឌកូនស្រីល្អរបស់ខ្ញុំមកទទួលអ្នកឲ្យទៅគ្រូសាហ៊ីវដើម្បីទទួលពរជ័យហើយហេមិនមែនថាខ្ញុំថាហេតុអ្វីបានជាខ្មោចយ៉ាងនេះទេហេបើកវាជីដូនរបស់អ្នកពិតជាបានទុកវត្ថុបុរាណឲ្យអ្នកតែរបស់ដែលខូចមានតម្លៃប៉ុន្មានអូទាំងនេះគឺជាវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃនៃរាជវង្សហើយកាបូបនេះម្នាក់ឯងមានតម្លៃ1 លានក្រដាសរហែកនេះគឺអូដាក់វាចុះនេះគឺជាអត្ថបទនៃសម្បត្តិគ្រួសារនេះវាមានតម្លៃស្រាវជ្រាវដ៏អស្ចារ្យក្រដាសនេះមានតម្លៃ5 លានតើតើនេះមានតម្លៃរាប់សិបលានមែនទេហេខ្ញុំចាស់ហើយច្របូកច្របល់បានទុកទីរោគឲ្យឆ្កែចុកនៃស្នេះខ្ចប់វាទាំងអស់ឲ្យខ្ញុំហើយយកវាអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យទុកខ្លួនឡើយក្រោកឡើងកុំផ្លាស់ទីតោះទៅវាមិនសំខាន់ទេប្រសិនបើបងស្រីរបស់ខ្ញុំមិនអាចទិញវិញ្ញាណបានចាំប្រគល់មេដាយត្បូងមកឲ្យខ្ញុំវិញតើអ្នកនឹងប្រើវាទេខ្ញុំនឹងបង្រៀនអ្នកស្ងប់ស្ងាត់កុំខ្លាចបន្តពីកំណត់គោលដៅកុំស្ទាក់ស្ទើរបាញ់វាក្តៅណាស់តើអ្នកទៅណាតើអ្នកចង់ធ្វើអ្វីអ្នកនិយាយទឹកមុខល្អបែបនេះច
ចុះបើអ្នកកោះវាអូនេះគឺជានេះយោពោអារីធម៌វប្បធម៌មិនត្រូវបានប្រមាណយ៉ាងហោចណាស់ក៏មានរហូតដល់ទៅ100លានអូរងចាំបោះស្លៃអង្គយើងបូក44អាហៀផ្ទះវិជ្ជាបណ្ឌិតគឺទាំងអស់អំពីស្មឺដែរមិនមានស្មៃដែលនៅក្នុងផ្ទះរបស់វិជ្ជាបណ្ឌិតទេខ្ញុំចេញពីស្មីដាហ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 ាអូវាជាថ្ងៃទី3ហើយមិនក៏មិនទាន់មានចលនាវានឹងមិនរត់ទៅណាទេគួរឲ្យអាណិតណាស់ដែលប្រពន្ធខ្ញុំបាត់ខ្សែដៃដែលខ្ញុំបានរៀបការជាមួយកូនប្រសាគ្រាប់ធញ្ជាតិវាជាអាហារទាំងអស់កញ្ញាលីមេងពិតជាមិនបានទម្លាយពាក្យនាងឡើយហាហាលីមេងតើអ្នកណែណាខ្ញុំកំពុងតែស្លាប់ស្រាមិនអាចកាន់វាបានទេ7 ម៉ោងត្រឡប់មកវិញមិនក៏អូនជួយចាប់ទៀតសួស្ដីចាប់យកអាហារជាការពិតណាស់វានឹងមានការប្រយុទ្ធតាមខ្ញុំទៅបន្ទាយលើកនេះខ្ញុំនឹងឲ្យឆ្នាំអូយនេះទៅញ៉ាំឆ្នាំងបាយហើយ4ផ្ទះក្តៅអ្វីទៅជាឆ្នាំងក្តៅវាគឺជាការដាក់ចាននឹងសាច់ទាំងអស់នេះក្នុងឆ្នាំងមួយចំអិននិងបរិភោគត្រូវបានគេហៅថាក្តៅមិនមែនសាច់និងបន្លែទាំងអស់ត្រូវបានបរិភោគឆៅនោះទេមានការខ្វះខាតអស់នៅក្នុងបន្ទាយគ្រាន់តែចិញ្ចឹមថៅកែបានឲ្យខ្ញុំនៅខ្ញុំចំនួន20តោននិងការផ្គត់ផ្គង់សម្រាប់រដូវរងាចំនួន20,000ការគ្រប់គ្រងគឺខ្ពស់ប៉ុន្តែប្រជាជននៅតែរងទុក្ខព្រះបរមរាជវាំងនឹងចែកសម្ភារមួយចំនួនដល់ប្រជាពលរដ្ឋសម្ដេចខ្វល់ខ្វាយពីប្រជាជនខ្ញុំនឹងរៀបចំឲ្យអ្នកណាម្នាក់រកគ្រឿងផ្គត់ផ្គង់នៅចែកជូនប្រជាពលរដ្ឋអូទីបំផុតយើងមានកម្លាំងដើម្បីប្រយុទ្ធខ្ញុំកំពុងសុបិនខ្ញុំចង់ឲ្យព្រះពោធិសត្វខ្វាញ់យីមផ្ដល់អាហារនិងសម្លៀកបំពាក់ដល់យើងប៉ុន្តែខ្ញុំមិនបានរំពឹងទុកកញ្ញាលីមេងបាននាំអាហារនិងសម្លៀកបំពាក់មកពួកយើងដូច្នេះកញ្ញាលីមេងគឺជាព្រះពោធិសត្វខ្វាញ់យីមត្រូវហើយព្រះពោធិសត្វខ្វាញ់យូខ្ញុំមិនបានសួរគេញ៉ាំទេខ្ញុំសូមម្ដាយដែលបានស្លាប់កញ្ញាលីមេងគឺជាម្ដាយរបស់ខ្ញុំផ្ទាល់ព្រោះល្មងឯងនិយាយមិនសមហេតុសមផលទៀតហើយយប់នេះតោះញ៉ាំឆ្នាំងក្តៅបង្ហាញដៃរបស់អ្នកម្ដងទៀតធ្វើអាហារសម្រន់ពី3នេះគេហៅថាឆ្នាំងទឹកខ្មេះនៅស្រុកយើងមានបាតធំសម្ងាត់របស់យើងនៅក្នុងដៃកញ្ញាលីតានេះជាអ្វីគឺជាអ្នកតើវាជាអ្វីមិនអាចប្រាប់អ្នកបានទេក្នុងករណីដែលអ្នកចង់ជួបខ្ញុំហាហាមកទៀតហើយញ៉ាំវាបន្ទាប់ពី VHN កុំបារម្ភយោពោនឹងនៅឡើយទេហាហាហាមិនគ្រប់គ្រាន់មិនអីទេអំណោយសម្រាប់មនុស្សគ្រប់គ្នាវាគួរតែត្រូវបានធ្វើហេអ្នកមិនអាចផ្ដល់ឲ្យខ្ញុំនៅខ្សែដៃបានទេដាននេះជាវត្ថុអនុស្សាវរីយ៍របស់ម្ដាយខ្ញុំបានបន្សល់ទុកនៅអ្វីដែលអ្នកបានលើកឡើងយ៉ាងណាមិញនោះត្រូវបានទុកឲ្យអ្នកដោយគ្រួសាររបស់អ្នកកញ្ញាលីល្អណាស់សម្រាប់ពួកយើងមិនត្រឹមតែផ្ដល់អាហារដល់យើងប៉ុណ្ណោះទេហើយប្រគល់វត្ថុបុរាណទាំងអស់មកយើងវិញនាងគឺជាព្រះពោធិសត្វដ៏រស់របស់យើងហើយវាមិនមែនគ្រាន់តែជាព្រះនៃអាហារនោះទេមិនមែនជាពាក្យរបស់ព្រះនៃអាហារទេដូចទើបអាចធ្វើឲ្យយើងមានម្ហូបឆ្ងាញ់ច្រើនព្រះនៃអាហារខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ធម្មតាហាហាហើយកញ្ញាលីគឺជាទេពអប្សរតូចរបស់យើងមែនទេអមតៈតិចតួចព្រះតូច
taអ្នកជានរណាតើអ្នកពិតជាព្រះដែលបានចាត់ដោយស្ថានសួគ៌មកសង្គ្រោះខ្ញុំមែនឬចាប់ចោលយេកុំរត់វាជាកូនអ្នកឲ្យគាត់ទៅយ៉ាងលឿនខ្ញុំមិនអាចឲ្យគាត់ទៅបានទេគាត់លួចរបស់របរឲ្យមនុស្សនៅជុំវិញគាត់សុទ្ធតែអាក្រក់គាត់ត្រូវបានលើកលែងទោសចំពោះការលួចឲ្យគាត់ទៅយកវាមកវិញហើយចែករំលែកវាជាមួយគ្រួសាររបស់អ្នកអរគុណបងប្រុសនិងបងស្រីស្ដេចយ៉ានសោយទីវង្គតក្នុងកបកម្មវាមិនគួរទេខ្ញុំបានផ្ញើអាហារយ៉ាងច្រើនដល់គាត់វាគ្រប់គ្រាន់សម្រាប់ទីហ៊ាន2000អ្នកដើម្បីរស់ក្នុងរដូវរងាមិនក៏នៅមានព្រះទោសទៀតអមតៈតិចតួចតើមានអ្វីខុសអូទេមានអ្វីកើតឡើងចំពោះព្រះហើយមានកបកម្មមានកបកម្មនាំខ្ញុំទៅទីនោះយកខ្ញុំទៅឆ្ងាយញាប់ឡើងសូមទ្រង់សង្គ្រោះទូបង្គំផងតើអ្នកអាចខ្វល់ពីជីវិតនិងសេចក្តីស្លាប់របស់យើងដោយរបៀបណាអ្នកគឺជាអ្នកដែលឆ្លងកាត់ផ្លូវអ្នកចង់រស់នៅទៅខ្មោចឆៅសំប៊ីហេកុំជន់គាត់ខ្មោចឆៅសំប៊ីភ្ញាក់ឡើងតើអ្នកនៅតែការពារទីក្រុងឬ zombie ភ្ញាក់ឡើងខ្ញុំមិនអីទេអស់ចាស់ណាស់អ្នកខ្លាចខ្ញុំស្លាប់ជប់សម្រាប់ខ្ញុំគ្រប់គ្នាបានគោរពតាមបញ្ជាឲ្យបង្កបញ្ហាអ្នកដែលមិនគោរពច្បាប់សម្រាប់ដោយស្របច្បាប់តើមានអ្វីកំពុងកើតឡើងជាមួយអ្នកហេតុអ្វីបានជាចូលទៅក្នុងបន្ទាយក្មេងតូចនេះកាលពីម្សិលមិញពីបន្ទាយរបស់អង្គរនឹងស្វែកដប់មួយធំមកវិញគាត់មានប្រសាសន៍ថាក្របធេងជាតិរបស់អ្នកត្រូវបានកូននៅក្នុងសមុទ្រខ្ញុំសូមទោសបងប្រុសនិងបងស្រីមកមិនអីទេត្រូវល្អអ្នកលួចយកខ្លាញ់របស់មនុស្សនិងប្រេងរបស់អ្នកបានដោយចិត្តនេះផងដែរឃើញយើងអត់បាយស្លាប់តើអ្នកនៅតែជាមនុស្សមែនទេជប់និយាយមិនសមហេតុផលជាមួយគេចាប់យកក្របធេងជាតិប្រឆាំងនឹងការចាប់យកក្របធេងជាតិកុបកម្មនេះជាកុបកម្មដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រវានឹងយកជីវិតរបស់ជាង Shane ក្រុមមនុស្សល្ងងខ្លៅប្រសិនបើវាមិនមែនសម្រាប់អ្នកទេម្ចាស់របស់តើវាអាចនាំឲ្យខ្វះស្បៀងអាហារនិងការលួចទីក្រុងដោយរបៀបណាយើងនឹងមិនធ្វើបាបមនុស្សណាមួយឡើយទ្រង់ក៏មិនសង្គ្រោះមនុស្សដែលពេលឃើញសេចក្តីស្លាប់ព្រះម្ចាស់ឲ្យសូមជួយសង្គ្រោះទូបង្គំផងយើងគ្មានផ្លូវរស់ទេលោកម្ចាស់មនុស្សចាស់និងកុមារនៅផ្ទះពួកគេស្រេកឃ្លានហើយមិនអាចរស់នៅដោយសប្បាយចិត្តបានទេសូមសង្គ្រោះពួកយើងអនុញ្ញាតឲ្យទៅក្របធេងជាតិរបស់សម្ដេចនៅមិនទាន់ត្រូវបានគេរាប់នៅឡើយទេប្រញាប់ប្រញាល់បញ្ចេញក្របធេងជាតិនាំឲ្យមានការភ័ន្តច្រឡំឪពុករបស់ខ្ញុំបានសន្យាថានឹងបង្កើនការពង្រឹងវាក៏នឹងនាំមកនៅក្របធេងជាតិនិងស្មៅផងហើយតែយើងអាចបណ្ដេញសត្រូវចេញមុនពេលមានព្រឹកធ្លាក់ខ្លាំងវានៅតែយឺតពេកហើយប៉ុន្តែបិទមាត់បើខ្លាំងហើយបញ្ចេញក្របធេងជាតិទុកឲ្យអ្នកឯទៀតវិលទៅបន្ទាយដើម្បីទទួលអាហារតើកុបកម្មអាចត្រូវបានបញ្ចប់ដោយរបៀបនេះទេហេតុអ្វីបានជាការបញ្ចប់នៅតែមិនផ្លាស់ប្ដូរក្របធេងជាតិមិនអាចបើកនិងបញ្ចេញបានទេហេតុអ្វីតើអ្នកអាចធានាថាកងទ័ពនឹងមកដល់ទាន់ពេលទេក្នុងករណីព្រឺមកដល់មុនចុះបើផ្លូវបិទឥឡូវអ្នកស្បត់ថានឹងរងចាំរហូតដល់បន្ទាយអស់អាហារកងទ័ពយានមិនទាន់មកដល់ទេមនុស្សនឹងគិតតែថាអ្នកបានកុហកគេពេលនោះវានឹងធ្វើឲ្យអ្នកបាត់បង់បេះដូងមនុស្សតែប៉ុណ្ណោះហេប្រឈមមុខនឹងសត្រូវដ៏សាហាវយោធានិងជនស៊ីវិលត្រូវបានរួមបញ្ចូលនៅពេលនេះមិនគួរមានការសង្ស័យទេអ្នកជឿខ្ញុំអ្នករាល់គ្នាបានបរិភោគអាហារទាំងអស់នៅក្នុងបន្ទាយតើទីហ៊ានប្រយុទ្ធដោយរបៀបណាពិធីការពារអ្នកខ្មាំងសត្រូវបានប្រញាប់ចូលអ្នកមិនចាំបាច់ស្លាប់ទៀតទេខ្ញុំសុខចិត្តត្រូវគេកាប់សម្លាប់ខ្ញុំមិនចង់ស្លាប់ទេឈឺខ្លាំងពេកអត់បាយស្លាប់បើខ្ញុំមិនចង់ស្លាប់ទេវាឈឺចាប់ណាស់អ្នកណាធ្វើឲ្យអ្នកអត់ឃ្លានខ្ញុំឈ្មោះលីមេងវាជាឃាតកម្មខ្ញុំនឹងធ្វើចំនួនជាមួយអ្នកឥឡូវនេះដរាបណាមនុស្សគ្រប់គ្នានៅផ្ទះដល់ឲ្យខ្ញុំនៅអ្វីដែលតាក់ទាញភ្នែករបស់ខ្ញុំបន្តិចខ្ញុំអាចដូរអាហារជូនអ្នកបានជាឧទាហរណ៍ការសរសេរអក្សរចង់នឹងគំនូរប៉ោមត្បូងរកវាជើងចង្គៀងចាន់បោកខោអាវលចាន់ដែលខូចក៏អាចជំនួសបានដែរអាហារមិនត្រឹមតែអាចធានាថាអ្នកអាចរស់នៅក្នុងរដូវរងាបានទេវាក៏អាចធានាថាអ្នកចំណាយនីតិរដូវដោយសុវត្ថិភាពទោះយ៉ាងណាក៏ដោយការសម្រាកនេះគឺគ្មានប្រយោជន៍បារម្ភជាងខ្ញុំមានវានៅផ្ទះបន្ទាយនៅទីនេះហើយមិនអាចរត់បានទេតើអ្នកខ្លាចអ្វីកុំប្រញាប់ត្រឡប់មកវិញហើយទទួលបានអ្វីដែលត្រូវផ្លាស់ប្ដូរ
អ្នកទៅដែរតើខ្ញុំទៅណាយកនិមិត្តសញ្ញាឲ្យទៅរាជធានីខ្ញុំសន្យាថានឹងមិនមាននរណាម្នាក់រារាំងអ្នកគ្រប់វិធីឡើយហេតុអ្វីបានជាខ្ញុំត្រូវរត់អាហារពាក់កណ្ដាលឆ្នាំសម្រាប់មនុស្ស100,000នាក់ទោះបីជាអ្នកមានសមត្ថភាពក្នុងការឡើងដល់អាចទិញវាបានដែររងចាំពេលវេលានោះមនុស្ស100,000នាក់នឹងញ៉ាំការដើរលឿនរបស់អ្នកទាំងនោះខ្ញុំនឹងរកវិធីទិញអាហារខ្ញុំនឹងជួយសង្គ្រោះមនុស្ស100,000នាក់ខ្ញុំនឹងជួយសង្គ្រោះអ្នកផងដែរខ្ញុំប្រកាសជានឹងត្រឡប់មកវិញក្នុងរយៈពេល3ថ្ងៃហើយទៅហ្វាយតើនៅទីនោះមានបាយទៀតឬខ្ញុំចង់បានអ្វីគ្រប់យ៉ាងមានតែ10តោនប៉ុណ្ណោះមិនអីទេហេខ្ញុំចង់បានសាច់អាំងទាំងអស់1តោនមិនគ្រប់គ្រាន់ទេស្វ័យក្តោប2តោនហើយទៅហ្វាយអ្នកជួយខ្ញុំគិតរកវិធីមួយខ្ញុំអាចបង់ថ្លៃទ្វេដងអូក្មេងស្រីតម្លៃទីផ្សារត្រូវបានលើកឡើងដោយអ្នកទំនិញត្រូវបានលក់អស់ហើយខ្ញុំពិតជាមិនអាចទទួលបានទំនិញច្រើនទេក្នុងរយៈពេលដ៏ខ្លីបែបនេះហេតើវត្ថុបុរាណវប្បធម៌របស់ Boss Yang លក់បានប៉ុន្មានសោកស្ដាយតើមានអ្វីខុសអ្នកពិតជាផ្ដល់សារីរិកភាពវប្បធម៌យ៉ាងច្រើនប៉ុន្តែចាននិងជើងចង្កៀងជាច្រើនត្រូវបានខូចខ្ញុំមិនមានលទ្ធភាពលក់វាទេអេភ្ញាក់ឡើងដល់ពេលហើយខ្ញុំឃើញថាគាត់មិនទាន់ត្រឡប់មកវិញទេគាត់ជាអ្នកកុហកតម្លៃតិចតួចចុងក្រោយរបស់យើងសូមឲ្យគាត់ត្រូវបានគេបោកប្រាស់អាវកបាសចុងក្រោយនៅក្នុងគ្រួសារត្រូវបានផ្ដល់ឲ្យគាត់របៀបរស់នៅរដូវរងានេះហេតោះវីកំតិចភោជនីយដ្ឋានអ្នកត្រូវតែត្រឡប់មកវិញជាមួយនឹងអ្វីដែលមានតម្លៃដើម្បីរស់បាទហេវីកំតិចភោជនីយដ្ឋានកុំបារម្ភគាត់ប្រកាសជានឹងត្រឡប់មកវិញនឹងមិនត្រឡប់មកវិញទេចេញពីផ្លូវមិនអីទេស្ថានភាពកាំភ្លើងរបស់ខ្ញុំមិនតឹងពេកសុំដកខ្លួនចេញសិនស្ដាប់ទាំងអស់គ្នាអ្នកណាខ្លះចង់ចូលភោជនីយដ្ឋាននេះគ្រាន់តែចេញពីសាកសពជំហានលើរាងកាយគាត់ក៏នឹងត្រឡប់មកវិញដែរកុំត្រឡប់ទៅវិញគាត់បានសង្គ្រោះជីវិតរបស់ខ្ញុំគាត់គឺជាអ្នកមានគុណនៃជីវិតរបស់ខ្ញុំនឹងការពារគុករបស់គាត់គ្មាននរណាម្នាក់នឹងត្រូវខូចខាតទេទៅឋាននរកកញ្ញាលីនមេងខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹងត្រឡប់មកវិញវាចប់ហើយចុះមកហូបវិញកន្លែងណាដែលអ្នកទៅវាគឺនៅខាងក្នុងទាំងអស់គ្នាមិនអីទេហេតុអ្វីបានជាអ្នកល្ងងយ៉ាងនេះសូមក្រឡេកមើលចំណុចខ្មៅនេះតើនេះជាអ្វីតើអ្នកអាចញ៉ាំវាបានទេអាហារប្លែកជាច្រើនមុខនៅទីបញ្ចប់ហាខ្ញុំមិនអាចសួរបានទេប្រសិនបើអ្នកសួរអ្នកនឹងមិនឃើញខ្ញុំទៀតទេកាត់ស្ដេចនេះមិនមែនជារឿងចម្លែកទេហេតុអ្វីបានជាមនុស្សងាយៗត្រូវយាមភោជនីយដ្ឋានបើវាកុំតិចចោលវាចប់ហើយខ្ញុំខ្លាចថាបើភោជនីយដ្ឋានបាត់ខ្ញុំពិតជានឹងមិនជួបអ្នកម្ដងទៀតទេតម្រង់ជួរមនុស្សគ្រប់រូបមានវាសូមអរព្រះគុណព្រះអង្គអរគុណទេពអប្សរតូចសាកល្បងនេះអរគុណល្អណាស់កញ្ញាលីនៅតែចង់ដឹងចង់ឃើញតើអ្នកបានទទួលរបស់ចម្លែកជាច្រើនពីណាថៅកែមិនអាចទិញអាហារបានទេតើអ្នកអាចទិញសូកូឡាស្ករដែលមានកំហាប់ខ្ពស់បានដែរទេអ្នកមិនអាចញ៉ាំបានទេសូមអញ្ជើញមកដាក់ចាននេះឲ្យខ្ញុំនិងខ្ញុំនេះបាទវាក៏គួរតែសម្រុំសម្រាប់ការដាំនៅសីតុណ្ហភាពទាបផងដែរ Radish spinach គ្រប់ពូតលីក៏មានសណ្តែកសៀងដែលអាចត្រាំបានមើលគ្នាទៅវិញទៅមកគ្រាន់តែដាក់ទឹកក្តៅបន្ទាប់មកដាក់សណ្តែកបណ្ដុះវានឹងចំណាយពេលប្រហែល12ម៉ោង
សណ្ដែកបណ្ដុះថ្មីអាចដុះលូតលាស់បានចូលសម្អាតដីនេះហើយដាំដំបែនេះនឹងដុះចម្បាំងមួយទៅមួយទៀតកុំធ្វើឲ្យខូចរស់នៅពេលកាត់វាអាចបរិភោគបានយូរពាក្យចាំអារម្មណ៍ថាកញ្ញាលៃនៃ UV Tower គឺជាទេពអប្សរវាប្រែទៅជាការពិតហេខ្ញុំក៏មានសិភៅដាំដំណាំកសិកម្មពេញលេញដែរលើកលែងតែវិធីសាស្ត្រព្រោះគ្រាប់ពូជនិងរបៀបប្រមូលផលគ្រាប់ពូជតាមរបៀបនេះនៅពេលអនាគតអ្នកអាចញ៉ាំផ្លែឈើនិងបន្លែស្រស់ជារៀងរាល់ឆ្នាំក្មេងស្រីពិតជាមានធម៌ពលណាស់បានសរសេរសិភៅមួយអូទេត្រូវបានបង្កើតឡើងដោយវាស្ដាប់ទៅថាលោកឯងក៏ជាអ្នកចេះដឹងដែរហាហាហាឥឡូវនេះវាសើគឺជាអ្នកកុហកតើមានអ្វីខុសជាមួយអ្នកកុំមើលមកខ្ញុំបែបនេះគ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលអ្នកចង់ញ៉ាំខ្ញុំនឹងទិញវាឲ្យអ្នកវិញក្មេងស្រីអ្នកពិតជាព្រះពោធិសត្វពួកយើងជាអ្នកសុំទោសហេវាមិនអីទេព្រះពោធិសត្វមិនមែនជាព្រះពោធិសត្វយើងទាំងអស់គ្នាដឹងវានៅក្នុងចិត្តរបស់យើងផ្ដល់ឲ្យអ្នកនៅផាំងនឹងផ្ទះស្ពាន់ដែលខូចនឹងដែករលួយមិនមានតម្លៃប៉ុន្មានដុល្លារទេអូអ្នកណាមិនអាចលក់វត្ថុវប្បធម៌ដែលអ្នកផ្ដល់ឲ្យវាពិតជាមិនមានតម្លៃអ្វីទាំងអស់យ៉ាប់ណាស់សម្រាប់ការដាក់ប្រាក់របស់ខ្ញុំហេក្មេងស្រីយើងគ្មានអ្វីសងអ្នកទេតែចិត្តអ្នកបានដេភួយរាប់រយទាំងនេះខ្ញុំសង្ឃឹមថាក្មេងស្រីអាចរៀបការជាមួយកុមារជាច្រើននិងពរជ័យជាច្រើនបានកូនប្រុស8នាក់និង64នាក់ហេហាហាមីងឯងគួរសំពេកក្រោកឡើងចុះភួយនោះខ្ញុំបានទទួលយកវានៅសល់មិនត្រូវបានរំខានទេខ្ញុំនៅតែមានអ្វីដែលត្រូវរកសិនហេអរគុណសម្រាប់ការដើរយឺតបើអាហារគ្រប់គ្រាន់ប្រជាជនមិនឃ្លានទេនិងមិនមានកុបកម្មទេជាងឆេយតែងតែអាចរស់នៅពេលនេះនៅដើមឆ្នាំបន្ទាប់កញ្ញាយ៉ានអុយកញ្ញាលីមេងអុយហេតើមានអ្វីខុសតើអ្នកទើបតែលាក់អ្វីខៅចាយតើអ្នកកំពុងស្វែងរកអ្វីមួយពីខ្ញុំមែនទេឯងកំពុងធ្វើអ្វីតើការបង្រួញរបស់ខ្ញុំពី2000លឿនពេកទេវាលឿនបន្តិចខ្ញុំមិនរំពឹងខ្លួនឯងទេដូច្នេះខ្ញុំចង់សួរអ្នករឿងបែបនេះកើតឡើងដោយធម្មជាតិចាប់តាំងពីអ្នកមានន័យថានេះតើនេះជាអ្វីចាប់តាំងពីខ្ញុំត្រូវបានបង្ហោះដោយអ្នកមុខរបួសរបស់ខ្ញុំបានជាសះស្បើយយ៉ាងឆាប់រហ័សតើអ្នកមានន័យយ៉ាងណាចំពោះរឿងនោះខ្ញុំហេខ្ញុំនឹងព្យាយាមមើលថាតើពុយ100នេះមានភាពកក់ក្ដៅដែរឬទេអូខ្ញុំដឹងពីអ្វីដែលអ្នកចង់មានន័យអត់មានទេខ្ញុំមិនមានបំណងចង់ដេកជាមួយអ្នកទេអ្វីខ្ញុំមិនចង់ឲ្យអ្នកដេកជាមួយខ្ញុំទេចូលនិយាយអំពីក្រុមជំនួយវាមិនងាយស្រួលទេនៅទីនេះមកជាមួយខ្ញុំតើអ្នកប្រញាប់បែបនេះទេដៅគឺគ្មានមេត្តានៅលើសមរភូមិទាហានត្រូវបានចាក់អ្នកជំងឺ9នាក់ក្នុងចំណោម10នាក់បានស្លាប់ហើយដំណើរការគឺឈឺចាប់ណាស់ប៉ុន្តែចាប់តាំងពីពេលនោះមកខ្ញុំរកពីអ្នកជួយសង្គ្រោះពិភពលោកខ្ញុំបានជាសះស្បើយយ៉ាងឆាប់រហ័សតើមានអ្វីកើតឡើងនេះគឺសាមញ្ញខ្ញុំបានប្រើថ្នាំបាញ់សម្លាប់មេរោគខ្ញុំបានឲ្យថ្នាំប្រឆាំងនឹងការរលាកជាច្រើនដល់អ្នកបំផុតជំនួយក្រុមតន្ត្រីត្រូវបានប្រើប្រាស់ដើម្បីការពារការឆ្លងមេរោគនេះតើគាត់មានន័យយ៉ាងណាចំពោះរឿងនេះវាជាការពិតដែលខ្ញុំស្លៀកពាក់បែបនេះមិនបានល្អនេះអូព្រះឲ្យមិនក៏គូឈុតច្រើនម្លេះដូចជាអ្វីដែលអ្នកត្រូវការជាបន្ទាន់អស្ថោសដែលអ្នកកំពុងនិយាយអ្វីដែលអ្នកបាននិយាយពីមុនអំពីការគូក៏ល្អដែរខ្ញុំមិនដឹងថាតើថ្នាំប៉ុន្មានដែលខ្ញុំអាចផ្លាស់ប្ដូរសម្រាប់គំនូរនោះទេអូខ្ញុំបានឃើញរូបថតរូបគំនូររបស់ស្ដេចយ៉ានមេតបវ័យក្មេងរបស់ស្ដេចយ៉ានពិតជាមានឈាមពេញខ្លួន100លានមិនអីទេតោះពិនិត្យប្រតិបត្តិការនៅថ្ងៃស្អែកដូច្នេះបាត់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 ថៃផ្លេគឺតូចណាស់វាពិតជាដំណើរការមួយថ្ងៃមួយគ្រាប់ល្មមញ៉ាំហើយឬនៅប៉ាថ្នាំដែលខ្ញុំយកមកមានប្រសិទ្ធភាពខ្លាំងណាស់ស្រីក្រូចឆ្មាមិនល្អទេថ្នាំដែលអ្នកយកមកគឺគ្មានប្រយោជន៍ទេអ្នកជំងឺមិនត្រូវបានកាត់បន្ថយទេប៉ុន្តែតើវាជាអ្វីថ្នាំប្រឆាំងនឹងការរលាករបស់ខ្ញុំសម្រាប់សត្វខ្ញុំមិនអាចធ្វើឲ្យអ្នកជាបាក់តេរីបុរាណតើអ្នកនៅទីនេះដើម្បីរក្សាទុកទេថ្នាំក្នុងធុងមួយ
ហួយហួរបានចែកជូនប្រជាពលរដ្ឋចំនួន100នាក់ទេពួកគេទាំងអស់ត្រូវបានគេយកតាមតម្រូវការកុំហៅខ្ញុំកុំហៅនរណាម្នាក់ឆាប់ជាសះស្បើយបាទអូតើវាអាចទៅរួចដោយរបៀបណាពីការទៅសម្ដេចទីក្រុងពិតជាក្អួតមិនឈប់ខ្ញុំបានមើលសៀវភៅប្រវត្តិសាស្ត្រមានការពិពណ៌នាបែបនេះទេនៅដើមឆ្នាំបន្ទាប់ស្ដេចយានបានសោយទីវង្គតដោយរោគាដែលជាគ្រោះកាចបងអូនស្រីតើអ្នកអាចមានគ្រឿងសឹកសត្រូវដោយរបៀបណាខ្ញុំបានឮថាកញ្ញាលីប្រមូលគ្រឿងសឹករបស់សត្រូវយើងនៅថ្ងៃមុនសាកសពស្ទើរជាច្រើនត្រូវបានគេរកឃើញនៅខាងលើខ្ញុំបានយកវាចុះហើយយកវាទៅឲ្យអ្នកកុំបារម្ភអីបងស្រីយើងទាំងអស់គ្នាអាចទៅទន្លេដើម្បីលាងខ្លួនភាពកខ្វក់ត្រូវបានច្រានចូលទៅក្នុងទឹកអាយ៉ាតើអ្នកមិនអីទេកងទ័ពសត្រូវខាងលើខ្ញុំដឹងប្រភពនៃជំងឺពេស្តគឺទឹកសូមប្រញាប់ពិនិត្យមើលប្រភពទឹកទៅជីស្ត្រីចំណាស់របស់យូអ្នករស់នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះអ្នកត្រូវតែស្លាប់ហេតើអ្នកណាត្រូវស្លាប់អ្នកប្រញាប់យកនរណាម្នាក់ដាក់អ្នកជំងឺនៅក្នុងអគារ9វិមាត្រដើម្បីបំបែកវាអ្នកត្រឡប់ទៅបន្ទីវិញដាក់ដៃទាំងនេះនៅក្នុងស្មារតីហើយត្រាំរយៈពេលកន្លះម៉ោងទៅយ៉ាងលឿនទៅអូអ្នកមិនអីទេខ្ញុំនឹងនៅផ្ទះខ្ញុំមិនមែនទេដឹងបច្ចេកបណ្ឌិតតើអ្នកបានឃើញរូបថតដែលខ្ញុំបានផ្ញើឲ្យអ្នកទេទាំងអស់ប្រែទៅជាស្លេកអ្នកខ្លះនិយាយថាវាត្រជាក់អ្នកខ្លះនិយាយថាវាក្តៅវាអាស្រ័យលើការគួតមែនទេអូល្អណាស់ភ្លាមហេផ្លេចបន្ទោអាស្រ័យលើការបញ្ចេញចោលអ្នករងចាំមើលរូបថតអ្នកជំងឺច្រើនទៀតមិនអីទេជំងឺគ្រុនចាញ់ពួកគេឆ្លងជំងឺគ្រុនចាញ់យកពោមបច្ចេកបណ្ឌិតចង់ឲ្យអ្នកចេញបច្ចេកបញ្ជាឲ្យខ្ញុំនៅកម្រិតឆ្នាំ100អ្នកតើឆ្នាំទាំងអស់ពីប្រជាពលរដ្ឋត្រូវបានចែកចាយដែរឬទេវាត្រូវបានបង្ហោះទាំងអស់ទីហ៊ានក្នុងបន្ទីក៏សុខសប្បាយដែរបន្ទាប់ពីលេខឆ្នាំសិនមកថាវានឹងមិនរីករាលដាលដល់ប្រជាជនទេនេះរឹតតែល្អជាងអមតៈតិចតួចយើងបានជ្រើសរើសឲ្យជំនាញដែលអ្នកចង់បានអូខ្ញុំជាឆ្កែមានរឿងជាច្រើននៅសម័យបុរាណអាយ៉ានេះអាចទៅបានខ្ញុំទៅណាដើម្បីបានច្រើនសម្រាប់អ្នកអញ្ចឹងតើអ្នកបានរៀនទេធ្វើតាមវិធីដែលខ្ញុំនិយាយតាមទឹកឲ្យគ្រប់គ្នាផឹកមិនអីទេទេអបស្រតូចវាជាការល្អក្នុងការដើរការរំលោភបំពានបានបញ្ចប់ហេតុអ្វីបានជាការបញ្ចប់នៃការស្លាប់របស់ជាងឆេនពីគ្រូកាច់មិនបានផ្លាស់ប្ដូរបងអូនស្រីមិនល្អទេប្រជាជនក្នុងភូមិលោតជាមួយដំបងព្រះបានដុតឆ្នាំអ្វីទៅជារឿងមួយទៅឆ្ងាយបើមិនញ៉ាំក៏មិនញ៉ាំដែរការដុតឆ្នាំគឺជាអំពើបង្កគ្រោះថ្នាក់ឆ្នាំនេះគឺជាឆ្នាំសង្គ្រោះជីវិតរបស់មនុស្សគ្រប់រូបព្រះអង្គមកពីណាមកដើម្បីបញ្ឆោតមនុស្សដោយឆ្នាំជីពន្យាពេលដាក់ខណ្ឌស្មើនឹងជីវិតមនុស្សកុំស្ដាប់គាត់ទីហ៊ានក្នុងបន្ទីទាំងអស់ត្រូវបានស្ដារនីតិសម្ពាធដោយលោកស្ថានសួគ៌និងផែនដីមានដែនកំណត់រៀងខ្លួនការលេបថ្នាំនឹងបំផ្លាញធម៌ពលខាងវិញ្ញាណនៅក្នុងខ្លួនវាមិនមែនថាខ្ញុំក្នុងរយៈពេលកន្លះខែគាត់ប្រកាសជានឹងធ្លាក់ចូលទៅក្នុងពិភពក្រោមដីជារៀងរហូតខ្ញុំវាគាត់មានតែខ្ញុំទេមិនមានហេតុផលទាំងមូលត្រូវតែកប់ក្មេងស្រីរងគ្រោះគ្មានកំហុសយើងមិនចង់ទៅនរកទេអ្នកអាចធ្វើវាបានប្រសិនបើអ្នកសម្លាប់សត្វអមតៈវាមិនសម្លាប់យើងទាំងអស់គ្នាទេបើខ្ញុំមិនចង់ស្លាប់ទេក្មេងស្រីតូចចង់ប្រឆាំងនឹងផ្លូវនៃស្ថានសួគ៌គឺសម្លាប់ជនស្លូតត្រង់ដោយមិនរើសអើងវាជាអំពើឃាតកម្មពិសាចអ្នកមិនអាចប្រឆាំងនឹងផ្លូវនៃស្ថានសួគ៌បានទេអ្នកគ្រាន់តែចង់សម្លាប់យើងខ្ញុំនឹងព្យាយាមរកឆ្នាំឲ្យអស់ពីសមត្ថភាពខ្ញុំនៅតែជាបិសាចខ្ញុំមិនមែនទេក្នុងករណីនោះរួចសូមព្រះត្រឡប់ទៅជាមួយខ្ញុំស្ដេចអង្គនេះក៏មានសំណួរខ្លះដែលទ្រង់ចង់បង្រៀនអូហើយអ្វីបានជាអ្នកនៅតែចង់បណ្ដុះភាពអមតៈគេគ្រាន់តែជេរខ្ញុំថាជាបិសាចតាមខ្ញុំមកវិញមុនគេកុំត្រឡប់ទៅវិញអូហូលេងខ្ញុំទៅចុះសម្ដេចព្រះបរមរតនកោដ្ឋស្ត្រីនោះបានជួយព្រះអង្គម្ចាស់ទី7ម្ដងហើយម្ដងទៀតអំពីការលំបាកអ្នកដែលបំផ្លាញផែនការរបស់យើងសម្ភារៈថ្នាំទាំងនោះក៏ត្រូវនាងយកទៅទិញអាហារដែរមនុស្សដែលមានអំណាចវេទមន្តដ៏អស្ចារ្យចូលចិត្តទិញថ្នាំអត្តសញ្ញាណពិតត្រូវតែលាក់គាត់គ្រាន់តែជាអ្នកលក់ដូរនៅក្នុងអគារជីវ័យវាមិនមែនជារីករាយទេ
ពេលនេះខ្ញុំនៅតែបារម្ភពីអ្នកទៀតព្រះចៅអធិរាជបានសរសើរព្រះអង្គម្ចាស់ទី7របស់ខ្ញុំជាច្រើនដងប្រសិនបើគាត់ឈ្នះការប្រយុទ្ធម្ដងទៀតនៅពេលនេះពេលនោះព្រះអង្គម្ចាស់ឋានៈរបស់អ្នកគឺល្អទោះបីជាការប្រយុទ្ធត្រូវបានឈ្នះក៏ដោយការស្លាប់របស់អ្នកក្រុមក៏គួរឲ្យអាម៉ាស់ដែរខ្ញុំរៀបចំដំបងវេទមន្តពីរបីដឹកសម្ភារៈឱសថទាំងអស់នេះប៉ុន្តែបុរសព្រះនឹងនៅតែបន្តទិញថ្នាំហងបន្ទាប់មកបង្វែរព្រះនឹងមនុស្សទៅជាមនុស្សស្លាប់ចំហរៀបទៀបគឺច្បាស់ខ្ញុំមិនទាន់បម្រើតែដល់កៅអីនេះនៅឡើយទេហេអ្នកមិនចង់វាគាត់ទេមានមនុស្សទៅតែពេលនេះវាមិនងាយស្រួលទេឥឡូវនេះហឹមកញ្ញាលីតាអ្នកគិតថានេះសមទេហាអូនអ្នកដ៏អស្ចារ្យអមតៈកុំប៉ះឈើនៅមុខមនុស្សតើអ្នកអាចខ្លាចជាដំបងព្រះដោយរបៀបណាប្រសិនបើអ្នកចង់ខ្លាចជាដំបងព្រះអ្នកត្រូវតែស៊ូទ្រាំវាហើយអ្វីបានជាអ្នកស្រឡាំងកាំងតោះទៅជាមួយគ្នាភាពវឹកវរនៅទីនេះគឺវឹកវរមនុស្សធម្មតានឹងមិនមកទេនិយាយថាអ្នកណាចាត់អ្នកឲ្យបោកប្រជាជនដឹកថ្នាំមានទុកភិកនៅជនបទគ្រួសារយើងទាំងមូលរស់នៅលើអាហារដែលផ្ដល់ដោយអ្នកមានគុណរបស់យើងខ្ញុំនឹងមិននិយាយអ្វីទេប្រសិនបើអ្នកសម្លាប់ខ្ញុំក៏មានអាហារដែរអ្នកអាចយកវាមកវិញបានអ្នកថែមទាំងអាចនាំគ្រួសាររបស់អ្នកទៅចូលរួមជាមួយព្រះអង្គម្ចាស់ក្របធៀងជាតិរបស់អ្នកបើមិនឃ្លានដល់ស្លាប់អ្នកក៏មិនស៊ីដែរមាត់គឺពិបាកណាស់ខ្ញុំក្រអូបណាស់ខ្ញុំមិនដែលឃើញព្រះម្ចាស់ទេខ្ញុំបានដឹងថាគាត់មានអ្នកក្រមបង្កប់ម្នាក់ឈ្មោះ Shekma សាគីម៉ាវាគឺជាការសម្លាប់សេះដ៏លេចធ្លោការបង្ហាញសេះគឺជាមុខតំណែងផ្លូវការវាជាអ្នកក្រមបង្កប់របស់សម្ដេចអូវាប្រែថាមួយនេះគឺសម្រាប់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់មិនល្អទេមន្ត្រីក្រមអាវៀតបានទៅក្រុងដើម្បីស៊ើបគេបានរកឃើញថាមានព្រះបែបនេះជាច្រើនដែលកំពុងតែប្រមូលឆ្នាំចូលទៅចាប់ព្រះទាំងអស់គឺម៉ែលើកនេះសូមអរគុណខ្ញុំនឹងចំណាយរបស់តូចជាច្រើនតាមដែលអ្នកចង់ត្រឡប់ទៅវិញអ្នកតើអ្នកទើបតែហៅខ្ញុំថាអ្វីម៉ាក់កាអូមិនដឹងពេលណាគាត់មករកខ្ញុំទេថ្ងៃនេះភ្លេចទៅខ្ញុំនឹងទៅរកគាត់តើមានអ្វីកើតឡើងទេអេស្ទើរតែបាញ់ចូលទៅក្នុងហេចហុកតើឡៃម៉េងជានរណាលីម៉េងឡៃម៉េងមិនចង់រៀបការជាមួយមនុស្សចាស់ទេគ្រាន់តែប្រគល់វត្ថុបុរាណដែលបន្សល់ទុកដោយជីដូនរបស់អ្នកបងស្រីខ្ញុំស្លៀកពាក់បែបនេះដើម្បីទាក់ទាញអាជីវកម្មវាបាត់ទៅហើយវត្ថុបុរាណសុទ្ធតែคล้ายខ្ញុំជឿថាអ្នកខ្មោចកុំប្រគល់វាម្ដងទៀតដូច្នេះកុំបន្ទោសសម្ដែងថាខុសខើបន្ធូរវាឲ្យខ្ញុំតើនេះជាអ្វីបង្ហាញខ្ញុំផ្ដល់ឲ្យខ្ញុំចង់បានវត្ថុបុរាណមែនទេមិនអីទេបន្ទាប់មកខ្ញុំនឹងយកវត្ថុបុរាណមកបង្ហាញអ្នកវិញបាត់កូនស្រីរបស់ខ្ញុំតើវាជាអ្វីយកលុយពីណាមកផ្ទះលោកយាយមានរបស់យាមនៅទីនេះអ្នកមិនអាចជឿវាបានទេអាចមកម្ដងទៀតលើក្រោយវាមិនជាប់ជើងទេតើវាវិលហងបរោះស្បែកខ្មៅទាំងនោះមិនបានចាក់ចេញទេអស់សម្លាញ់
ខ្ញុំនៅអតិថិកខ្ញុំនឹងមិនត្រូវបានគេបាញ់ចូលទៅក្នុង hedge រហូតម្ដងទៀតទេបាទខ្ញុំឃ្លានតើអ្នកឃើញវាទេខ្ញុំហាក់ដូចជាបានឃើញវាតើអ្នកឃើញអ្វីចុះដៅវិញស្អីសម្រាប់សេះដែលមានប្រាជ្ញាប្រកាសណាស់អ្នកនឹងព្រះអង្គម្ចាស់បានធ្វើអ្វីមួយខុសដោយសម្ងាត់យកពួកវាចុះវាអាក្រក់ក្នុងការដេញខ្ញុំ more more តើអ្នកទៅណាសម្ដេចឲ្យគេរត់ចេញទៅជួបកញ្ញាលីមេងជាមុនសិនលោកនាយកមិនទៅរកវាជាមួយយើងឬខ្ញុំកំពុងរងចាំគាត់នៅទីនេះចាំគាត់មកផ្ទះព្រះអង្គម្ចាស់ពួកគេនឹងដោះស្រាយជាមួយមេងឪព្រោះតែអ្នកខ្ញុំបានបរាជ័យក្នុងការការពារនាងលោកវ៉ងអ្នកត្រូវតែមានសុវត្ថិភាពសុបិនតើអ្នកបានទៅឋានរកនៃណាព្រះអង្គដ៏ចម្រើនសូមយាងទៅសម្រាប់សិនខ្ញុំនឹងស្នាក់នៅទីនេះខ្ញុំនឹងរងចាំនៅទីនេះឲ្យគាត់ត្រឡប់មកវិញចុះបើខ្ញុំមិនបង្ហាញអូតើអ្នកនឹងរងចាំខ្ញុំជានិច្ចទេខ្ញុំនឹងរងចាំអ្នកជានិច្ចសុបិនខ្ញុំដឹងថាអ្នកឆ្លាតណាស់តើសម្ដេចអាចចាប់អ្នកដោយរបៀបណាប្រកាសជានឹងត្រឡប់មកវិញដោយសុវត្ថិភាពសួស្ដីខ្ញុំជាអ្នកជំនួញតើមានអ្វីដែលត្រូវព្រួយបារម្ភប្រសិនបើអ្នកស្លាប់អ្នកនឹងស្លាប់ក្របនៅក្នុងចិត្តរបស់ខ្ញុំអ្នកគឺជាគ្រួសាររបស់ខ្ញុំយូរមកហើយបន្ទាប់ពីការស្លាប់របស់ជីដូនរបស់ខ្ញុំមិនមានគ្រួសារទេដោយមិននឹកស្មានដល់រីកាទៅសម្ដេចស្រឡាញ់អ្នកពុទ្ធមគុតរបស់អ្នកស្ត្រូវមានទំហំធំជាងយើងច្រើនដងការវិលុកម្ដងហើយម្ដងទៀតបងប្អូនខ្លាចថាมันអាចទប់បានការពង្រឹងមិនទាន់មកដល់ទេតើមានចិត្តណាអ្វីការពង្រឹងមានការភ័យខ្លាចចំពោះរឿងនេះវាមិនអាចចាប់បានទេវាបានផ្លាស់ប្ដូរទីបំផុតខ្ញុំអាចកែប្រែជីវិតបានទីទី Crowder ខាងក្រោមវាបានធ្លាក់ព្រើយ៉ាងខ្លាំងហើយកងទ័ពរបស់ស្ដេចយ៉ានត្រូវបានឡោមព័ទ្ធនិងសម្លាប់ពួកគេត្រូវបានវាយប្រហារទាំងសងកងទ័ពទាំងមូលត្រូវបានបំផ្លាញស្ដេចយ៉ានភ័យខ្លាចក្បាលរបស់សត្រូវត្រូវបានជួលនៅមាត់ទ្វារទីក្រុងបាតុករនិងទីក្រុងទាំងមូលបានយំយ៉ាងជូរចត់ហេតុអ្វីបានជាការបញ្ចប់របស់អ្នកមិនអាចផ្លាស់ប្ដូរតើខ្ញុំអាចប្រើអ្វីដើម្បីសង្គ្រោះអ្នក Jeng Industryខ្ញុំមានរឿងចង់និយាយទៅកាន់អ្នកខ្ញុំសូមនិយាយវាជាមុនអ្នកនិយាយមនុស្សរបស់សម្ដេចទើបតែមកសម្រាប់អ្នកម្ដងមិនជោគជ័យទេវានឹងមានពេលមួយទៀតខ្ញុំមិនអាចធានាថាខ្ញុំនឹងមើលថែអ្នករាល់ពេលនោះទេយកសញ្ញានេះទៅរាជធានីគាត់អាចការពារអ្នកបានវាងាយស្រួលក្នុងការធ្វើសកម្មភាពពេញមួយជីវិត
នោះជាសិទ្ធសូមដកតុកយើងចេញយកមនុស្ស100អ្នកនៅក្នុងទីក្រុងជាមួយអ្នកវាមិនអាចទទួលយកបានទេប្រសិនបើទីក្រុងមិនអាចការពារបានទេវាកាន់តែលំបាកនៅពេលក្រោយដល់ពេលនោះគ្រួសារមនុស្សកាន់តែត្រូវវិនាសអ្នកគឺជាអ្នកដែលគួរទៅអ្នកគ្រាន់តែនិយាយថាខ្ញុំជាគ្រួសាររបស់អ្នកដេញខ្ញុំចេញឥឡូវនេះតើមានអ្វីកើតឡើងគ្រឿងគុតគង់មាននៅទីនេះខ្ញុំគ្មានប្រយោជន៍ទេអ្នកបាននិយាយថាអ្នកនៅតែតាក់ទាញការតភ្ជាប់ទោសសម្រាប់ខ្ញុំអ្នកនៅតែជំពាក់កណ្ដីខ្ញុំដែលអ្នកមិនបានសងវិញវាគ្រាន់តែថាខ្ញុំមិនគិតថាការលក់អាវក្រោះផ្ទាល់ខ្លួនរបស់ខ្ញុំគឺសញ្ញាបើចង់លក់ត្រូវលក់អ្នកដទៃខ្ញុំបានសងគ្រប់ទាំងអស់ដែលស្ដេចនេះជំពាក់ឯងចាប់ពីពេលនេះទៅយើងនឹងខ្ញុំមិនសំពាក់គ្នាទេអ្នកលែងត្រូវការនៅទីនេះទៀតហើយពួកខ្ញុំដឹងថាអ្នកបារម្ភពីខ្ញុំប៉ុន្តែខ្ញុំចង់ឈានទៅមុខនឹងដកថយជាមួយអ្នកតើឯងត្រូវបង្ខំស្ដេចនេះឲ្យនិយាយការពិតឬតើអ្នកត្រូវលាក់អ្វីពីខ្ញុំតើវាមិនមែនត្រឹមតែបិសាចទីក្រុងមិនអាចចាប់បានឬជាមួយខ្ញុំយ៉ាងហោចណាស់ខ្ញុំអាចជួយឲ្យអ្នកនៅរស់បើខ្ញុំចង់ប្រាប់អ្នកស្ដេចនេះចង់រៀបការជាមួយព្រះនាងនៃប្រទេសសត្រូវព្រះរាជក្រឹត្យរបស់ព្រះអង្គបានពិភាក្សាជាមួយបេសកជនរាជវង្សរបស់យើងបានបែងចែកទីក្រុង10ព្រះនាងនៃប្រទេសសត្រូវនឹងយាងមកធ្វើសន្តិភាពរបៀបតើអ្នកចង់រារាំងបិនមិនឲ្យរៀបការជាមួយព្រះនាងហើយខ្លាចជាស្ដេចទេក្រៅពីនេះគ្រាន់តែជាអាហារនិងសម្ភារៈអសតិចតួចដែលអ្នកបានផ្ញើវាមិនអាចផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកជាស្ត្រីស៊ីវិលបានទេតើអ្នកសមនឹងធ្វើជាព្រះនាងរបស់ស្ដេចនេះយ៉ាងណាដែរខ្ញុំមិនអាចចាំបានទេបាក់ភ្នែករបស់អ្នកខូចចិត្តខ្ញុំថ្ងៃនេះតើអ្នកជានរណាឧត្តមគតរបស់អ្នកព្រះរាជក្រឹត្យមានតែចែងថានឹងដកតុកចេញហើយប្រកោលទីក្រុងចាំបាននិយាយអ្វីអំពីអាពាហ៍ពិពាហ៍ទេហេតុអ្វីត្រូវដេញកញ្ញាលីស្ដេចនេះចង់ទប់ទល់កងទ័ពស្រូវមានភាពសាហាវឃោរឃៅនិងមិនគួរឲ្យទុកចិត្តសប្តាហ៍ថ្ងៃនេះទីក្រុង10ត្រូវបានបែកចែកក្រុងទាំង10នឹងត្រូវអស់វាមិនអាចទៅរួចទេក្នុងការលះបង់ទីក្រុងនឹង10ថយប៉ុន្តែសត្រូវមានតបច្រើនជាងយើង20ដងក្នុងសមរភូមិនេះមនុស្ស9នាក់បានស្លាប់ប៉ុន្តែគាត់អ្នកមិនគួរទៅគ្រោះថ្នាក់ជាមួយស្ដេចនេះទេច្រើនទៀតឡើងស្ដេចយ៉ានបានសម្រួលដល់រដ្ឋខ្មាំងសត្រូវគាត់បានត្រឡប់ទៅតុលាការវិញដោយជោគជ័យគឺព្រះចៅអធិរាជបាននាំស្ត្រីម្នាក់ចូលទៅក្នុងហារ៉ែមគាត់មិនដែលបង្កើតមហាក្សត្រីទេក្នុងមួយជីវិតរបស់គាត់អ្នកការពារបរទេសព្រះនាងមិនដែលបង្កើតមហាក្សត្រីក្នុងជីវិតរបស់នាងទេអ្នកត្រូវតែស្រឡាញ់នាងខ្លាំងណាស់វាហាក់ដូចជាខ្ញុំពិតជាគួរត្រឡប់ទៅវិញខ្ញុំបានលើកិច្ចប្រជុំវិតម្លៃទ្រព្យសម្បត្តិនេះពោពេញដោយអក្សរជនអាកំបាំងសំណាងល្អបណ្ឌិតដែលទីដៅរបស់ខ្ញុំដឹងអំពីសារីរិកធាតុវប្បធម៌ខ្ញុំមិនបានរំពឹងទុកទេព្រោះអ្នកបាញ់មកលើខ្ញុំបានក្លាយជាវត្ថុបុរាណនៃរាជវង្សដ៏បរិសុទ្ធនេះមិនគួរលើសពី1 លានទេជាង1 លានវាពិតជាពិបាកសម្រាប់អ្នកម៉ាក់ដើម្បីឲ្យយើងអាចរស់នៅបានល្អម៉ាក់មានតម្លៃរងទុកតែកុំឲ្យលីមេងដឹងអ្វីដែលខ្ញុំមិនអាចដឹងខ្ញុំមិនខ្លាចប្រាប់អ្នកទេខ្ញុំមិនបានរំពឹងទុកទេអ្នកបានបាញ់ដាវរបស់ខ្ញុំជាមួយនឹងយន្តការខូចរបស់ជីដូនរបស់ខ្ញុំវាបានក្លាយជាវត្ថុបុរាណនៃរាជវង្សបរិសុទ្ធដ៏អស្ចារ្យបងស្រីពេលយើងទម្លាយចូលក្រុងកៅលូនដើម្បីចាប់បងបើអ្នកស្ដាប់បង្គាប់អ្នកនឹងត្រូវគេចាប់វានឹងមិនបាត់បង់កូនធំនេះទេ
អ្នកទាំងអស់គ្នាបានរឺវានៅពេលនេះវាគឺជាពួកគេដែលបានលួចចូលភោជនីយដ្ឋានរបស់ខ្ញុំចាប់ខ្ញុំប្លន់កូនដោយវត្ថុបុរាណវប្បធម៌រាប់លានដុល្លាររបស់ខ្ញុំទៅដេញថ្លៃខ្ញុំជាជនរងគ្រោះបញ្ជូនម្ដាយនិងកូនស្រីទៅការិយាល័យសន្តិសុខសាធារណៈមីវមិនចង់យកលុយរបស់ខ្ញុំទេពាក់ផ្ដាច់ប្រត់យប់នេះជាសញ្ញាសម្គាល់របស់ស្ដេចយានស្ដេចយានបានដើរតួជាភ្នាក់ងារក្នុងរដ្ឋាភិបាលអស់រយៈពេល3ឆ្នាំនៅពេលនោះស្ដេចយាននៅតែអាចកោះហៅមន្ត្រីស៊ីវិលនិងយោធាវានឹងត្រូវការកងទ័ព1 លាននេះក៏បាននាំឲ្យរាជបុត្រឡើងសោយរាជគាត់តែងតែសម្លឹងមើលស្ដេចយានតម្លៃនៃការបញ្ជាទិញយានវងនេះមិនមែនជាអ្វីដែលលុយអាចវាស់វែងបានទេខ្ញុំបង់50 លានខ្ញុំបង់100 លានវត្ថុមានតម្លៃបែបនេះកញ្ញាលីប្រកាសជាលោកតាមមែនទេលោកជាការពិតណាស់អ្នកត្រូវទិញវា300 លានទោះបីវាមានតម្លៃខ្លាំងក៏ដោយវានឹងមិនមាន300 លាននោះទេតម្លៃពូបែបនេះតើវាអាចចែកចាយទៅថ្ងៃអនាគតដោយរបៀបណាការវាក្បាលមិនមែនជាការស្លាប់ទេ300 លានម្ដង300 លាន2 ដងកិច្ចព្រមព្រៀងផ្ញើប្រាក់ទៅកណនីរបស់ខ្ញុំស្រាថ្មីបានធ្វើឲ្យប្រសើរឡើងនិងបើកសម្រាប់នាងសូមស្វាគមន៍មិត្តចាស់ទាំងថ្មីចូលហាងនិងភ្លក់រសជាតិរីករាយជាការប្រសើរណាស់ក្នុងការអង្គុយចុះយកយើងមេងមកផឹកជាមួយយើងហេអូខេមិនអីទេអ្នកផឹកខ្លួនឯងជាមុនសិនល្អណាស់ប្រហែលជាអ៊ីនធឺណិតបានបាត់បង់ជាយូរមកហើយបានទៅតាក់ទងនៅពេលដែលខ្ញុំធ្វើខ្ញុំជឿចាប់ដោយសារអ្នកហើយខ្ញុំមានអារម្មណ៍ថាលោតហេតុអ្វីមិនយកចិត្តទុកដាក់ខ្លាំងប្រាប់ខ្ញុំបានចេញទៅដកដង្ហើមរបស់ខ្ញុំទ័ពរបស់ព្រះពុទ្ធទាំងមូលមិនទាន់មកដល់អូនមិនអាចទ្រាំទ្របានទៀតទេមិនអាចដកថយបានទេហើយទីក្រុងពោពេញទៅដោយមនុស្សចាស់ខ្សោយឈឺប្រកាសថាការទ្វារទីក្រុងសម្លាប់នីតិខូដឺខាងក្រោមរើធ្លាក់យ៉ាងខ្លាំងហើយទ័ពរបស់ស្ដេចយានត្រូវបានឡោមខែក្រោយមកពួកគេត្រូវបានវាយប្រហារកងទ័ពទាំងមូលត្រូវបានបំផ្លាញស្ដេចយានត្រូវគេសម្លាប់ក្នុងសមរភូមិសត្រូវកំពុងកាន់កាប់ទីក្រុងវាត្រូវបានជួលនៅច្រកទ្វារទីក្រុងវាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញវាបើគ្មានអ្នកតើអ្នកមិននៅជាមួយព្រះនាងទេហេតុអ្វីបានជាអ្នកស្លាប់ម្ដងទៀតអ្នកឯកាដេញថ្លៃស្ដេចយាននៃរាជវង្សអេសីធំបានបញ្ជាឲ្យតម្លៃខ្ពស់ស្រាយដោយអ្នកប្រវត្តិសាស្ត្រអក្សរបុរាណនៅពីក្រោយនិមិត្តសញ្ញាសារដែលចារឹកស្ដេចយានទៅព្រះនាងគឺព្រះនាងយ៉ានខ្ញុំចូលចិត្តជួបក្នុងសុបិនរបស់ខ្ញុំក្នុងគ្រាដែលមានបញ្ហាភ្នំនិងទន្លេនៅតែមិនស្ថិតស្ថេរនៅលើភ្នំគ្មានថ្មគ្មានបេះដូងមិនមានទីដៅថេរសម្រាប់ពួកគេទេសង្គ្រាមបានធ្លាក់ចុះនៅឆ្នាំបន្ទាប់ខ្ញុំសូមបញ្ជាក់ថាវាដូចគ្នានឹងប្រាសាទព្រះពុទ្ធសាសនានេះគឺជាជីវិតទាំងមូលស្រឡាញ់គ្នាហើយរស់នៅតាមវាខ្ញុំមិនដែលចាក់ចេញពីអាយុចាស់របស់ខ្ញុំទេឆ្នាំទី22នៃមហៃសីគោសម្បត្តិដែលសរសេរដោយដៃរបស់ស្ដេចនរសុបិនមនុស្សម្នាក់សូមរីករាយផងដែរ11អ្នកបាននិយាយថាអ្នកចង់ឲ្យខ្ញុំទៅជាមួយអ្នកនៅពេលព្រឹកប៉ុន្តែអ្នកបានធ្វើខ្ញុំទៅអ្នកណាសុបិនអំពីអ្នកណាកុំមានការសោកស្ដាយរីករាយ
លោកគ្រូអ្នកគ្រូវិជ្ជបណ្ឌិតអ្នកបានបង្រៀនខ្ញុំពីរបៀបដោះស្រាយរបួសដំបូងមេរៈបងរំត្រូវបានប្រើដើម្បីសរសៃឈាមខាងក្នុងគួរតែត្រូវបានដេរនៅសល់គឺអាស្រ័យលើជីវិតរបស់គាត់ហូយ៉ាងជាអ្នកនៅតែចង់រៀបការជាមួយប្រពន្ធដូច្នេះអ្នកប្រកាសជានៅរស់មែនទេស្ដេចយ៉ានត្រូវគេបាញ់ច្រើនដងរងទុកទាំងយប់ទាំងថ្ងៃព្រះអាទិត្យពេលព្រឹកលីងមុខពេញដោយស្នាមប្រេះហើយ11អ្វីខ្ញុំបានសម្លាប់គាត់គាត់បានស្លាប់ក្នុងការវះកាត់ហូខ្ញុំមិនដែលមើលអ្នកហូរឈាមរហូតដល់ស្លាប់ទេដូច្នេះលេងល្បែងលោកគ្រូអ្នកគ្រូសៀវភៅនិងសៀវភៅស្ដេចយ៉ានបានសម្រួលដល់រដ្ឋខ្មាំងសត្រូវគាត់បានត្រឡប់ទៅតុលាការវិញដោយជោគជ័យទ្រង់ឡើងសោយរាជ្យស្ត្រីបរទេសម្នាក់ត្រូវបាននាំចូលទៅក្នុងវាំងខ្ញុំយល់អ្នកអាចរស់បានដោយខ្ញុំមានតែពេលនោះទេដែលយើងអាចឈ្នះមានតែពេលនោះទេដែលអ្នកអាចរៀបការជាមួយស្រីស្នំបរទេសអូខ្ញុំនឹងចូលទៅក្នុងអង្គភាពការរង្វង់ដ៏អស្ចារ្យគឺជាអ្វីលោកគ្រូហាអ្នកមិនស្លាប់ទេហាអស្ចារ្យអ្នកមិនស្លាប់នៅដៃខ្ញុំទេជាងឆៃនេះជាលើកទី2ហើយដែលខ្ញុំបានសង្គ្រោះអ្នកខ្ញុំសុបិនថាខ្ញុំនឹងឲ្យអ្នកទៅរាជធានីហេតុអ្វីបានជាអ្នកត្រឡប់មកវិញខ្ញុំមានអារម្មណ៍ថាមានរឿងខ្លះដែលខ្ញុំមិនបាននិយាយច្បាស់ប្រសិនបើខ្ញុំបានបញ្ជាក់ច្បាស់ប្រហែលជាអ្នកនឹងបញ្ចប់ខុសគ្នាយីអ្វីការពិសោធន៍ដែលរីជវងដ៏ពិសិដ្ឋនឹងត្រូវវិនិច្ឆ័យមិនថាអ្នកទូចប៉ុណ្ណាក៏មិនដំណើរការដែរប៉ុន្តែខ្ញុំដឹងថាមានប្រទេសបុរាណមួយហៅថាដេជាខ្ញុំនឹងយកអ្នកនឹងរស់នៅបានយូរនៅទីនោះសុបិនខ្ញុំនឹងនាំអ្នកទៅកន្លែងមួយបាទមើលមនុស្សនៅតាមផ្លូវនេះខ្ញុំកើតជាព្រះអង្គម្ចាស់ពួកគេបានគុតគង់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធខ្ញុំការពារពួកគេនៅតាមទន្លេនិងបឹងវាជាទំនួលខុសត្រូវរបស់ខ្ញុំព្រះអង្គម្ចាស់ទេពអប្សរតូចរីត្រីសួស្ដីបងប្អូនឧត្តមអ្នកត្រូវតែឈ្នះការប្រយុទ្ធប្រពន្ធខ្ញុំសម្រាលបានកូនប្រុសសូមអរគុណចំពោះពរជ័យរបស់អ្នកសុបិនអ្នកគឺជាគ្រួសាររបស់ខ្ញុំពួកគេក៏ដូចគ្នាដែរប្រយុទ្ធនៅសមរភូមិវាមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេប៉ុន្តែវាជាទំនួលខុសត្រូវរបស់ខ្ញុំទោះបីជាកងទ័ពទាំងមូលត្រូវបានលុបបំបាត់ក៏ដោយគាត់លះបង់ខ្លួនឯងដើម្បីជាតិទោះបីជាកងទ័ពទាំងមូលត្រូវបានលុបបំបាត់ក៏ដោយគាត់លះបង់ខ្លួនឯងដើម្បីជាតិខ្ញុំត្រូវតែឈ្នះការប្រយុទ្ធនេះមិនអីទេនៅពេលអនាគតអ្នកនឹងបន្តពន្លឺរបស់អ្នកខ្ញុំរីករាយនឹងពរជ័យរបស់ខ្ញុំបងស្រី
taអ្នកកំពុងធ្វើអ្វីបងស្រីខ្ញុំនឹងនាំអ្នកទៅមើលរឿងល្អអូហូអំតាក់តិចតួចនេះជាបងអូនស្រីអ្នកបានស្វែងខ្ញុំនៅប្រាសាទភ្នំនេះជាអ្វីដែលយើងមានសម្រាប់អ្នកវានឹងមានការបរិច្ឆេទនាពេលអនាគតសូមខ្យល់នឹងភ្លៀងគឺអំណោយផលអូខ្ញុំមិនមែនជាទេពធីតាទេតែជាទេពធីតាអ្នកបាននាំអាហារមកយើងបណ្ដេញគ្រូកាចបើមិនមែនអ្នកទេយើងស្លាប់យូរហើយអ្នកគឺជាទេពធីតារបស់យើងបាទអធិដ្ឋានសូមការពារពីព្រះខ្ញុំមិនមានធម៌ច្រើននោះទេយើងជឿថាអ្នកអាចធ្វើបាននេះគឺជាផ្ទះរបស់យើងគ្មានកន្លែងទៅឯព្រះទេខ្ញុំពិតជានឹងប្រទានពរដល់ស្ដេចយ៉ានឲ្យឈ្នះការច្បាំងសួរព្រះបាទសួរព្រះលេងស្ដេចយ៉ានធៀបនឹងមនុស្ស100,000នាក់តើធ្វើអ្វីឲ្យខ្ញុំលះបង់បើខ្លាំងហើយបញ្ចេញគ្រាប់ធានជាតិមនុស្សឯទៀតបានមកបន្ទីដើម្បីទទួលអាហារសម្បត្តិទីបំផុតខ្ញុំយល់ពីអ្នកទោះបីជាគ្មានខ្ញុំក្នុងលោកអ្នកពីឥឡូវនេះខ្ញុំក៏ចង់ជួយអ្នកឲ្យឈ្នះសម្រាប់ភូមិនេះដែរចូលក្រោកឡើងជាប្រញាប់ក្រោកឡើងយ៉ាងលឿនមិនអីទេទេធីតានឹងប្រទានពរដល់យើងតោះកុំរំខាននាងតើអ្នកចូលចិត្តទេនេះជារូបសំណាកដីឥដ្ឋដែលខ្ញុំបានធ្វើជាមួយអ្នករាល់គ្នាតើអ្នកឈ្មោះអ្វីខ្ញុំស្គាល់តែនាមត្រកូលរបស់ខ្ញុំគឺវែងតែមិនមានឈ្មោះទេគ្រប់គ្នាហៅខ្ញុំថាជាអ្នកសំទាននាមត្រកូលវែងជីដូនរបស់ខ្ញុំឈ្មោះហ្វាងនួនបន្ទាប់មកអ្នកអាចទូរស័ព្ទទៅវែងមិនអីទេខ្ញុំមានឈ្មោះនៅពេលអនាគតនៅពេលដែលខ្ញុំមិននៅទីនោះតើអ្នកអាចជួយខ្ញុំមើលថែភោជនីយដ្ឋានបានទេតើអ្នកមានអាវុធប្រភេទនេះដែលរុញនឹងមេដៃទេតើវាមានតម្លៃប៉ុន្មាន1លានផ្ដល់ឲ្យខ្ញុំ10ជាដំបូងផ្ទុះ10ទៀតមួយប្រអប់ទៀតគឺដាខ្ញុំចង់រៀបចំពិធីបុណ្យបង្ហូរឈាមនៅក្នុងទីក្រុងបន្ទាប់មកអ្នកកំពុងស្វែងរកមនុស្សត្រឹមត្រូវតើយើងមានទាហាននឹងសេះប៉ុន្មានអ្នកនៅសល់មនុស្សតិចជាង5,000នាក់តើពួកគេមានទាហាននឹងសេះប៉ុន្មានពីគីម្ខាងទៀតមានយ៉ាងហោចណាស់16,000,000យន្តរីកាទៅសម្ដេចទេពធីតាកំពុងមកកណ្ដុរងប់ទន្សាយដែលខ្ញុំនិយាយគឺនេះបន្ថែមស្ពាន់ថតតិចតួចបន្ថែមការរំលាយអាហារបន្តិចស្ករមិនមែនសម្រាប់អ្នកញ៉ាំទេហើយមានស្ករខ្លះហាតើនេះមើលទៅដូចទេពធីតាយ៉ាងដូចម្ដេចអ្នកនៅទីនេះដើម្បីបង្ហាញអ្នកនៅអ្វីដែលល្អមួយនេះតូចវាជាការស្រស់ស្អាតដែលមានកាំជ្រួចនៅលើមេឃប្រសិនបើវាត្រូវបានធ្វើឲ្យធំបន្ទាប់មកក្រោកបែកដាក់វានៅក្នុងហ្វូងមនុស្សវាកាន់តែស្អាតទៅទៀតបើកប់វានៅក្រោមដីយ៉ាងស្អាតហាមិនអីទេហាមើលព្រះអង្គម្ចាស់ដ៏ស្រស់ស្អាតវិជ្ជាបញ្ជីរបស់សាលាវិជ្ជាបណ្ឌិតដ៏ទេវភាពគឺពិតជាមានប្រយោជន៍ស្ត្រូវបានដកថយអ្នកឈ្នះសម្ដេចឲ្យអ្នកមិនចាំបាច់ចំណាយទាហានតែមួយដើម្បីការពារទីក្រុងនោះទេសង្គ្រាមបានបញ្ចប់ហាវាមិនទាន់ចប់ទេមានមនុស្សម្នាក់ទៀតដរាបណាគាត់មិនស្លាប់សង្គ្រាមមិនបានបញ្ចប់នរណាម្នាក់ឡើយសម្ដេចព្រះមហាសង្ឃរាជាមិនឲ្យទៅឡើយអេអាហោព្រះអង្គម្ចាស់បានទូលស្រាវខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងរួចហើយពិតខ្ញុំបានជូនដំណឹងដល់ឧត្តមសេនីយ៍ Rebethu Biwak Nation ចល័តតបសេរីចំនួន500នាក់ទាហាន500នាក់បានដើរនៅទីនេះ
ព្រះអង្គគំចាស់សូមរកមើលនៅទីនោះមានកងទ័ពរបស់ឧត្តមសេនីយ៍រ៉េបេតមកមើលព្រះអង្គគំចាស់ក៏មានទីហ៊ានអិសរជនដែលត្រូវបានបញ្ជូនដោយរាជាណាចក្ររក្សាសាមកព្រះអង្គគំចាស់សូមចំណាយពេលរបស់អ្នកចុះពួកសម្ដេចវិញមនុស្សសម្រាប់ទេពកោសលសម្រាប់សេះដែលមានទេពកោសលមិនអីទេអ្នកបំរើឆ្កែព្រះអង្គគំចាស់សូមចំណាយពេលរបស់អ្នកអូវាធុដ៏អស្ចារ្យយើងមានសុវត្ថិភាពបងប្អូនប្រុស7នាក់និងបងប្អូន7នាក់យើងក៏មានសេរីចំនួន5លានក្បាលផងដែរយើងមានសុវត្ថិភាពនំក៏ត្រឡប់ទៅរាជធានីវិញប្រគល់ឲ្យឪពុកដើម្បីដោះស្រាយយើងមានសុវត្ថិភាពអ្នកយកទ័ពត្រឡប់ទៅបន្ទាយវិញខ្ញុំនឹងស្វែងរកឡៃម៉េងព្រះករុណាមានព្រះរាជក្រឹត្យព្រះអង្គគំចាស់បានធ្វើអន្តរាគមន៍ក្នុងអ្នកគ្រប់គ្រងធ្វើបាបប្រជាជននិងធ្វើឲ្យខូចជាតិព្រឹត្តិកម្មនេះមិនអាចអត់ទោសបានទេចាប់ពីពេលនេះទៅទីតាំងទុកនឹងត្រូវបានលុបចោលហើយត្រានឹងត្រូវបានប្រមូលគាត់ត្រូវបានគេទម្លាក់ឋានៈទៅជាមនុស្សសាមញ្ញហើយបានសរសើរចំពោះរឿងនេះ more សង្គ្រាមបានបញ្ចប់ត្រឡប់មកទីក្រុងប៉េកាំងជាមួយខ្ញុំវិញធ្វើជាព្រះនាងរបស់ខ្ញុំតើវាអាចជាព្រះនាងរបស់ឈូវៃប្រសិនបើខ្ញុំចាក់ចេញពីអគារជីវៃតើនឹងគ្មានផ្លូវត្រឡប់ទៅសម័យទំនើបវិញទេមិនមែនជាការចាក់ចេញពីស្រុកកំណើតរបស់ខ្ញុំសុបិននៅពេលអនាគតវិមាននឹងក្លាយជាផ្ទះរបស់អ្នកប៉ុន្តែនៅស្រុកកំណើតខ្ញុំមានកុំព្យូទ័រមានទូទឹកកកនិងម៉ាស៊ីនត្រជាក់ក៏មានមន្ទីរពេទ្យដែលព្យាបាលជំងឺនិងជួយសង្គ្រោះជីវិតមនុស្សផងដែរទោះបីជាខ្ញុំមិនយល់ពីអ្វីដែលអ្នកបាននិយាយអំពីម៉ាស៊ីនត្រជាក់កុំព្យូទ័រទូទឹកកកប៉ុន្តែខ្ញុំដឹងប្រសិនបើអ្នកត្រឡប់ទៅជាមួយខ្ញុំនឹងប្រកាសថាអ្នកមិនមានការព្រួយបារម្ភអំពីអាហារនិងការពារសុខភាពនិងសុខុមាលភាពរបស់អ្នកក្នុងគ្រាលំបាកទាំងនេះរៀនការពារខ្លួនអ្នកដឹងមិនក៏អូនជឿចាប់ទៀតតាមខ្ញុំទៅបន្ទាយលើកនេះខ្ញុំនឹងឲ្យឆ្នាំហេតុអ្វីត្រូវយាមភោជនីយដ្ឋានប្រសិនបើអ្នកវិវាខ្ញុំខ្លាចថាបើភោជនីយដ្ឋានបាត់ខ្ញុំពិតជានឹងមិនជួបអ្នកម្ដងទៀតទេគាត់បានហៅ Wenchi មកក្បែរគ្រែរបស់គាត់ទ្រង់ត្រូវបានគេហៅថាជាស្ដេចយ៉ាងស្មោះត្រង់និងទៀងត្រង់នេះគឺជាកន្លែងដែលមនុស្សគ្រប់គ្នាងាកឥឡូវនេះខ្ញុំកំពុងទទួលយកអាណត្តិនៃស្ថានសួគ៌ខ្ញុំសុខចិត្តប្រកល់ប្រទេសឲ្យមានស្ថិរភាពភ្នំនិងទន្លេព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យពិសេសមួយដល់លោកលីមេងគាត់បានបណ្ដុះគុណធម៌ក្បាច់គុណនៅខាងសុខដុមរមនាក្នុងចំណោមប្រជាជាតិទាំងក្នុងឱកាសដែលព្រះចៅអធិរាជឡើងសោយរាជ្យព្រះនាងត្រូវបានតែងតាំងជាអធិរាជជួយ Harem គាត់បានជួយក្នុងកិច្ចការរដ្ឋអ្នកចុះទៅមុនអូសូមពិនិត្យមើលវាចេញស្ត្រីនោះបានចូលទៅក្នុងរោងចក្រគាត់មិនដែលបង្កើតមហាក្សត្រីទេក្នុងមួយជីវិតរបស់គាត់តើមានការយឺតយ៉ាវក្នុងសៀវភៅប្រវត្តិសាស្ត្រនេះទេហេតុអ្វីបានជាគាត់នៅតែរៀបការជាមួយព្រះនាងខ្ញុំមិនត្រូវបានបង្កើតជាមហាក្សត្រីទេវាមិនអាចមានអ្វីប្លែកទេពិតព្រះអង្គដ៏ចម្រើនមិនស្របតាមច្បាប់ទេព្រះអង្គឲ្យទូបង្គំនឹងចូលទៅគាល់ព្រះមហាក្សត្រីអ្វីដែលមិនសមរម្យកុំស្រែកពួកគេមិនទាន់ត្រូវបានគេដាក់ឈ្មោះនៅឡើយទេទីនៅខាងក្រៅត្រូវបានរៀបចំរួចហើយគ្រាន់តែរងចាំអ្នកចេញមកអ្វីដែលមិនគួរហៅថាប្រសិនបើគ្មានការអនុញ្ញាតទេនឹងមានការផ្លាស់ប្ដូរប្រហែលជាព្រះនាងអាប់អួននឹងលោតចេញក្នុងពេលបន្តិចទៀតខ្ញុំប្រញាប់រៀបការជាមួយអ្នកពេលវេលាដ៏ល្អបានមកដល់តើអ្នកបានឮទេពេលវេលាដ៏ល្អបានមកដល់ក្របតាមខ្ញុំក្របចាប់ពីពេលនេះទៅយើងត្រូវរួមគ្នាការពារប្រទេសអបអរសាទរ100ឆ្នាំជាមួយគ្នារីករាយនឹងសន្តិភាពនិងភាពស្ងប់ស្ងាត់ក្របផ្លែឈើតើមានអ្វីកើតឡើងចំពោះអ្នកម៉ាក់តើមានអ្វីកើតឡើងម៉ាក់វាប្រែថានេះគឺជាទីបញ្ចប់របស់យើងវាប្រែថាស្ត្រីកំមនឹងអសកម្មដែលមិនត្រូវបាន canonize នៅក្នុងសៀវភៅ
គឺខ្ញុំមិនប្រកាសថាអ្នកមកពីណាទេខ្ញុំគ្រាន់តែដឹងខ្ញុំចង់ការពារប្រទេសជាមួយអ្នកអបអសាទរ100ឆ្នាំជាមួយគ្នា11ជីវិតគឺវែងកុំស្លាប់តែម្នាក់ឯងកុំត្រជាក់កុំទៅខ្ញុំគ្រាន់តែចង់រស់នៅលើគ្រែតែមួយជាមួយអ្នកគាត់បានស្លាប់នៅក្នុងភ្នូរដូចគ្នាខ្ញុំបានគិតថាខ្ញុំនឹងនៅជាមួយអ្នកអស់មួយជីវិតខ្ញុំមិនមែនជាកម្មសិទ្ធិនៅទីនេះទេអ្នកសម្បត្តិកន្លែងណាដែលអ្នកទៅនឹងស្វែងរកអ្នកនៅពេលនេះមកចាញ់គាត់ខ្ញុំជឿចាប់ហើយខ្ញុំនៅទីនេះកំពុងរងចាំអ្នកឆ្លងកាត់បន្ទាត់សុបិនតើអ្នកកំពុងធ្វើអ្វីនៅទីនេះអ្នកនឹងក្លាយជាម្ចាស់ភោជនីយដ្ឋាននេះនៅពេលអនាគតគាត់បានរងចាំអ្នកយេតើអ្នកកំពុងនិយាយអំពីអ្នកណាខ្លះកំពុងរងចាំខ្ញុំព្រះករុណាជេងតើអ្នកឈ្មោះអ្វីមានឈ្មោះជេងហើយចាំបន្តិចខ្ញុំនឹងទុកវាសម្រាប់ខ្លួនខ្ញុំតើអ្នកមានន័យយ៉ាងណាចំពោះរឿងនោះពិសោធន៍ខ្ញុំនឹកអ្នកខ្លាំងណាស់តើកញ្ញាលីនៅទីនេះទេកញ្ញាលីម្ចាស់វ័យក្មេងរបស់ខ្ញុំភ្ញាក់ឡើងខ្ញុំចង់ជួបអ្នកនេះជាការចូលរួមរបស់ម្ដាយខ្ញុំមិនរាប់ទេសូមលោកគ្រូហ៊ីវរកមនុស្សម្នាក់ទៀតដែលគាត់ចូលចិត្តម្ចាស់ក្មេងខ្ញុំថារឿងនេះត្រូវប្រគល់ឲ្យម្ចាស់ដើមវិញនេះជាអំណោយជាគូស្នេហ៍របស់ខ្ញុំមានតែប្រពន្ធខ្ញុំទេដែលអាចពាក់វាបាន
សុបិនខ្ញុំកំពុងមករកអ្នកខ្វល់ពីខ្ញុំខ្លាំងពេកច្រើននៅក្នុងព្រលឹងតើអ្នកបាននិយាយអ្វីខ្ញុំខ្វល់ពីអ្នកខ្លាំងពេក